លោកគូពិធីមិនទាន់ចាប់ផ្ដើមទេមិនបាច់ចាប់ផ្ដើមទេថ្ងៃនេះខ្ញុំមកដើម្បីជម្រាបអ្នកទាំងអស់គ្នាកិច្ចសន្យាអាពាហ៍ពិពាហ៍រវាងខ្ញុំនិងសិនឆាវគឺលុបចោលចាប់ពីពេលនេះទៅគូឆឹងជូលោកចង់មានន័យថាម៉េចអាពាហ៍ពិពាហ៍នេះចាស់ទុំកំណត់មិនមែនលោកចង់លុបចោលក៏លុបបានទេចាស់ទុំពីគ្រួសារសិនឆាវលោកស្រីវង្វេងហើយម្ដាយលោកស្រីឈឺធ្ងន់សិនគ្រប់ជំពាក់បំណុលគេវ៉ាន់ដុកគ្រួសារលោកស្រីដូចរណ្ដៅគ្មានបាតហេតុអ្វីត្រូវឲ្យគ្រួសារខ្ញុំទៅបំពេញសិនឆាវត្រូវចេះដឹងខ្លួនខ្លះគ្រួសារលោកស្រីចិត្តខ្សែធនហើយនៅចង់ចូលគ្រួសារខ្ញុំទៀតលោកស្រីមានអ្វីសមនឹងកូនប្រុសខ្ញុំសិនឆាវឃើញដល់ទំនាក់ទំនងពីមុនបើលោកស្រីចាក់ចេញឥឡូវខ្ញុំនឹងទុកមុខឲ្យលោកស្រីជាលើកចុងក្រោយគូឆឹងជូថ្ងៃនេះមិនមែនលោកបោះបង់ខ្ញុំទេគឺខ្ញុំសិនឆាវទេដែលបោះបង់លោកខ្លាចគ្រួសារខ្ញុំមានបញ្ហាខ្ញុំយល់តែលោកជ្រើសរើសមកអាម៉ាស់គ្រួសារខ្ញុំថ្ងៃនេះអញ្ចឹងចាប់ពីពេលនេះទៅខ្ញុំគ្មានពាក់ព័ន្ធនឹងគ្រួសារលោកទៀតទេបើគ្រប់គ្នានៅទីនេះហើយសូមធ្វើជាសាក្សីឲ្យខ្ញុំផងលោកចោលកិច្ចសន្យាអាពាហ៍ពិពាហ៍រវាងសិនឆាវនិងគូឆឹងចាប់ពីពេលនេះទៅមិនពាក់ព័ន្ធគ្នាទៀតទេអ្នកណាហ៊ានរៀបការជាមួយខ្ញុំព្រមរៀបការឥឡូវនេះឯងឈួតមែនទេសួររកអ្នកណាហ៊ានរៀបការជាមួយឯងមើលចុះតើថ្ងៃនេះមានអ្នកណាហ៊ានយកស្រីដែលគ្មានតម្លៃដូចឯងខ្ញុំព្រមរៀបការជាមួយអ្នកតើមានបាយហូបទេសិនឆាវឯងយឺទេមានមនុស្សឈួតម្នាក់ព្រមរៀបការជាមួយឯងពិតមែនតើអ្នកឈ្មោះអ្វីអាឆឹងបើអ្នកឲ្យបាយខ្ញុំហូបខ្ញុំនឹងទៅផ្ទះជាមួយអ្នកយ៉ាងហោចណាស់គាត់ក៏ស្អាតជាងអ្នកដែរអញ្ចឹងយើងរៀបការឥឡូវនេះទៅប្រពន្ធសម្លាញ់សូមគ្រប់គ្នាធ្វើជាសាក្សីមនុស្សដែលឈរនៅក្បែរខ្ញុំនេះហើយទើបជាប្តីដែលខ្ញុំទទួលស្គាល់អ្នកឈប់រករឿងបាននៅសិនឈៀងអ្នកស្មានថាគ្រាន់តែរកមនុស្សល្ងងមកសម្ដែងអាចធ្វើឲ្យខ្ញុំស្ដាយក្រោយបានមែនទេអ្នកកាន់តែធ្វើបែបនេះខ្ញុំកាន់តែអរគុណដែលបានលុបចោលការដណ្ដឹងថ្ងៃនេះអញ្ចឹងសូមឲ្យអ្នកប្រុសគូបន្តអរគុណទៅកុំមកឈររងផ្លូវអ្នកដឹងទេថាគ្រួសារគាត់ជំពាក់បំណុលគេច្រើនបើអ្នករៀបការជាមួយគាត់មិនត្រឹមតែគ្មានប្រយោជន៍ទេថែមទាំងត្រូវគេអូសទាញឲ្យស្លាប់ទៀតបំណុលគឺជារឿងអ្វីគូឆឹងជូគាត់មានទំនួលខុសត្រូវជាងអ្នកយ៉ាងហោចណាស់ភ្ញៀវពេញសាមិញមានតែគាត់ទេដែលហ៊ានចេញមុខនោះគេហៅថាល្ងងសិនជាងអ្នកកុំភ្លេចឲ្យសោះក្រុមហ៊ុនសិនកំពុងរងចាំការសហការដើម្បីសង្គ្រោះជីវិតបើថ្ងៃនេះអ្នកធ្វើឲ្យត្រកូលគូបាត់បង់មុខមាត់ធនធានទាំងអស់របស់ត្រកូលគូនឹងបិទផ្លូវក្រុមហ៊ុនសិនមិនខានប្រពន្ធដៃត្រជាក់អាឆឹងនឹងក្តៅឲ្យសិនជាងអ្នកនឹងត្រឡប់មកសុំអង្វរខ្ញុំវិញមិនមានថ្ងៃនោះទេទោះបីជាខ្ញុំត្រូវខំប្រឹងងើបឡើងវិញបន្តិចម្ដងក៏ខ្ញុំមិនសុំអង្វរត្រកូលគូរបស់អ្នកដែរសិនជាងបើអ្នកដើរចេញពីទីនេះថ្ងៃនេះទៅថ្ងៃមុខគុំសង្ឃឹមថានឹងបានប៉ះពាល់ត្រកូលគូទៀតឲ្យសោះប្រពន្ធឲ្យមិនយកអាចឆឹងទៀតមែនទេខ្ញុំមិនមែនមានន័យបែបនេះទេយើងត្រឡប់ទៅផ្ទះសិនទៅត្រឡប់ទៅផ្ទះប្រពន្ធមានបាយហូបទេមាននំប៉័ងទេមានរបស់ផ្អែមទេមានទាំងអស់អ្នកមានគួយគាត់ឈ្មោះអាឆឹងប្រពន្ធឲ្យគាត់កាច់ទេប្រពន្ធគាត់គឺជាប្តីដែលខ្ញុំទើបតែទទួលស្គាល់ថ្ងៃនេះសៀវជាអូនមិនក៏ធ្វើបាបខ្លួនឯងបែបនេះត្រកូលគូមិនមែនជារបស់លេងសើចទេតែអូនក៏មិនអាចប្រកួតខ្លួនឯងឲ្យគេងាយបែបនេះដែរអ្នកមីងគួយខ្ញុំដឹងថាខ្ញុំកំពុងធ្វើអ្វីមែនទេប្រពន្ធញ៉ាំមុនទៅខ្ញុំអត់ឃ្លានទេកុហកហើយប្រពន្ធឃ្លានដល់ថ្នាក់ពោះរោតហើយអាធំជាងគេនេះឲ្យប្រពន្ធហេតុអ្វីបានជាថ្ងៃនេះអ្នកណែសាជប់លៀងមានរបស់ញ៉ាំអ្នកណានាំអ្នកចូលទៅមិនដឹងទេខ្ញុំចាំអត់បានលោកម្ចាស់គូឲ្យផ្លាស់ខោអាវទៅស្លៀកអត់ចេះទេចាំខ្ញុំបង្រៀនអ្នកម្ដងរបួសនេះបានមកពីណា
Mình đừng đà. Chư tế. Ọt chư tê. Nẹ niêng mơ tờ quạt đôi mình ku tròn nà tớ. Sa tế. Chẳng dục ní nẹ tờ đây bần tốp nhiêu sân tờ. Ọt tê bê đây propon trơ đây chỉ mùi khnia khnông tu kê sầm đành bẹp nằng. Khnông tu có prap ở chế cổ rụp khnia đài lơ nẹ trơ đạp khnyom. Propon mình chốt chất chẳng tê. Lộc mà cha cu nẹ niêng hot hai ở quát sầm rạ tơ nẹ tờ đây bần tốp bài ni tơ chất tê tờ. Cho cu chăng chu nâng đần đám propon khnyom men tế. Quát đần đám mình bàn tê. Anh chăng đây bần tốp nhiều. Đây mình lụ tê khai propon yom chăng nơi tí ní chăm mơ nẹ mình rồng khản tê. Rương ní tốt ở khnyom chỉ nẹ ca pi cho. Châu liên pi nết mơ kết xã ca tiền ó robot trò cô cú chi pi xe ca bình chi tinh đại bộ kê đần đám pi sân sư khnyom trong ở bộ kê xong trò lọt một bên đập đòn. Propon ai chốc tơ ní pong tia đại chân phở. Nẹ niêng lô quát trong chiên pong tia ở nẹ niêng khnyom khoát mình bản tề. О côn. Ngành tế. Có xâm rồng đài. Bàn hai propon có họ bỏng. Lơ kroi cùng đã ẩm bớ tràn bê chụp lên sai tờ ai nợp tê ở sru bùa phong khnyom tờ thưa cả hải. Cùng ấy propon ai khnyom mình trong clip bị nẹ tê khnyom trong tờ chỉ mùi nẹ. Khnyom tờ thưa cả tê mình men tờ lên sai tê. Khnyom sân gia nâng mình rồng khan ca nghi nẹ tê khnyom nâng thưa khuôn ở lọ. Haroi yo prom chốt chăm khnyom tờ đô khó ảo sân. Nú hai chi đây là ngôn đại lục sinh nọ một sẵn hà đại, tại khu ba mình là ở sót, khám cốt cung kê một tia lùi đòn một hàng hai quát nơi miên chất nòng pro một tiệt. Cùng khoa pi pu kê ấy. Kê tha bị tha propon đáp tơ mình sâu pi rụt tệ. Mình pi rút có trâu tại đáp đài. Lục sinh lục srei trao pi krom hôn sầm nòng rùi hong trong chụp lô mình anh đầm bay pi phê xa ca bần to cách sân giả. Propon tơ na. Chẳng có trâu tơ đài. Mình bán tê tí nú mình men cần lành lên sạch tê. Chẳng ca pia propon. Ba anh chẳng nẹ trơ sân giả thà mình đi dây đẹp đà hai mình thưa vậy đẹp đà. Đáp bằng có propon. Sớp bằng kết trao khai miếng pi krom hôn rùi hong. Nẹ prok lô kẹt tông một nhầm hai thằng lô cầm bông tè rốc bên pi krom liên chẳng hải. Khang tiết tipi đó sai bạt hải. Sát hai lô tipi cho cục hải nhầm kẹt tông lô mình ban nẹ prok lô ở lô tờ lọp tờ vinh phìm. Mình tờ tê nhầm riệp ca hải. Riệp ca. Chỉ mùi nhẹ ná. Lô đăng nớ. Sân chào. Nẹ đại trơ kê lô cho bị thịp cho bịa mền tế. Cho nẹ đại bịa ảo chắc nông internet cư lô mền tế. Hai đầu vậy lô thưa bạp ní. Quát cứ chỉ nẹ đại chui sẵn rút nhầm ca bị pram pi nằm mồn. Khmênh srei nơi cầm bông phai gì dè nụ mền tế. Anh chân hai lô cú tay prap ca bớt tơ nẹ srei ỏi đằng. Mình toán bàn tê. Nẹ prok lô ni dây thà bà lô mình trở lọp tờ vinh tê quát nâng bằng cọ ni tèng ó rồi bỏ lô. Tam chất quát chốc bị nết mơ kết xã ca thmây rồi bỏ trò cô chi bị xe ca bình chi tinh đại bộ kê đần đám pi trò cô sân hai nâng trao khai miên pi krom hôn sầm nong rùi hong. Trao khai miên mình nẹ ní mình sát xóm tê quát lui si cầm rải chương xa hai chốt chất ra kết sân gia kiếp sân quát cam cỏ srei. Ai sân trao nâng tơ chụp quát. Khi nâng trong mình ở tam cà bìa, cùng ở quát đơn ở so. Nơi mình toàn kênh tứ. Rong chăm propon khai propon bạt khuôn. Phất hai tơ kênh tờ. Propon chút ở bong một. Nẹ kênh ở lộ srua tơ nu hai chi ca chui nhom. Propon ai bà chân nợ khơi rương pi môn ta propon nâng lên dọc chân mền tế.
ឲ្យតែអ្នកមិនកុហកខ្ញុំហើយមិនធ្វើរឿងដែលប៉ះពាល់ដល់ខ្ញុំនឹងមិនលែងអ្នកឡើយឆាប់ទៅគេងទៅលោកសិនលោកមកដល់ហើយយើងមកដើម្បីជម្រាបលោកកិច្ចសន្យាផ្គត់ផ្គង់ពីមុនបញ្ចប់ត្រឹមនេះសូមលោកទូទាត់ប្រាក់ដែលនៅសល់ឲ្យបានឆាប់បញ្ចប់កិច្ចសន្យាបានតែបើអ្នករំលាយកិច្ចសន្យាឯកតោភាគីអ្នកត្រូវសងសំណង3 ដងសិនឆាវគុំធ្វើជាមិនដឹងខុសត្រូវអីអ្នកប្រុសគូបានផ្ដាំមកហើយអ្នកណាហ៊ានផ្គត់ផ្គង់ឲ្យសិនគឺប្រឆាំងនឹងត្រកូលគូបើបែបនេះហើយក៏ធ្វើតាមនីតិវិធីទៅជំនួយការលីជូនដំណឹងទៅផ្នែកច្បាប់អ្នកផ្គត់ផ្គង់ណាដែលរំលាយកិច្ចសន្យាត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់សិនឥឡូវខ្វះទំនិញតែមិនខ្វះឆ្អឹងខ្នងទេសិនឆាវឲ្យសិនឆាវគុំធ្វើរឿងឲ្យវាពិបាកអីបើអ្នកព្រមសារភាពថាអ្នករឹងរូសហើយសុំទោសតកូលគូរួចលែងលះទៅខ្ញុំនឹងឲ្យពួកគេផ្គត់ផ្គង់ដូចដើមត្រកូលគូលុបចោលអាពីពីហើយនៅចង់មកលូកដៃរឿងខ្ញុំទៀតឬគុំធ្វើជាមិនដឹងខុសត្រូវអីសពថ្ងៃនេះក្រៅពីសុំជំនួយពីខ្ញុំក្រុមហ៊ុនគ្មានផ្លូវផ្សេងទៀតទេមានតើគឺទៅរកអ្នកផ្គត់ផ្គង់ថ្មីអ្នកគិតថាពេលនេះនៅមានអ្នកណាហ៊ានទទួលការងារពីទៀតមែនទេលោកស្ដាប់ឲ្យច្បាស់ណាអាចនឹងដួលរលំប៉ុន្តែខ្ញុំមិនរស់នៅអន់ជាងនេះទេលោកស្រីសង្ឃឹមថាដល់ចុងខែអ្នកនៅតែអាចរឹងមាំបែបនេះទៀតលោកស្រីបើគ្មានអ្នកផ្គត់ផ្គង់ទាំងនេះតើគម្រោងដែលយើងកំពុងធ្វើត្រូវធ្វើម៉េចទៅរៀបចំបញ្ជីអ្នកផ្គត់ផ្គង់ក្រៅពីឲ្យខ្ញុំមុនពេលរសៀលហើយយកឯកសាររបស់មកឲ្យខ្ញុំឲ្យប្រហែលជាជួបការលំបាកខ្លាំងណាស់ប្រហែលជាអស់លុយហើយប្រហែលជាត្រូវលក់ផ្ទះនឹងនៅក្បែរប្រពន្ធមានបាយហូបក៏មិនខ្លាចបើគ្មានបាយហូបក៏នៅតែនៅក្បែរដែរត្រកូលដណ្ដើមយកការងាររបស់ទាំងអស់យកអានឹងមកវិញរួយហងហៅខៃមិញយប់នេះផ្ញើប្រវត្តិគេមកឲ្យខ្ញុំហាមរត់ផ្ដេសផ្ដាសហាមប៉ះពាល់របស់របរបើកន្លះម៉ោងខ្ញុំមិនចេញមកទេអ្នកត្រូវរកបងស្រីនៅកន្លែងទទួលភ្ញៀវឲ្យទូរស័ព្ទមកខ្ញុំអាឈិនចាំហើយលោកអនុប្រធានចៅយើងមកនិយាយរឿងសហការគ្នាអ្នកនាងសិនស្អាតជាងក្នុងវីដេអូទៅទៀតកុំភ័យអីអ្នកនាងសិនអ្វីដែលខ្វះខាតខ្ញុំមានទាំងអស់ឲ្យតែយប់នេះអ្នកនាងព្រមទៅញ៉ាំបាយជាមួយខ្ញុំបើលោកអនុប្រធានចៅនិយាយពីការជប់លៀងជំនួញធម្មតាខ្ញុំអាចរៀបចំក្រុមការងារឲ្យទៅចូលរួមអ្នកនាងសិនមិនដឹងមែនឬធ្វើពុតជាមិនដឹងអ្នកនាងរៀបការជាមួយមនុស្សល្ងងក៏គួរឲ្យអាណិតដែរតើគេអាចផ្ដល់អ្វីឲ្យអ្នកនាងបានចៅខឺមីងអ្នកកំពុងតែធ្វើខុសច្បាប់ហើយកុំប្រញាប់ហៅគេអីទីនេះជាកន្លែងរបស់ខ្ញុំអ្នកចូលមកក្នុងបន្ទប់ប្រជុំនេះហើយគួរតែដឹងថាបើមិនព្រមបង់ថ្លៃខ្លះរួយហុងមិនឲ្យអ្នកមួយសេនឡើយបើអ្នកហ៊ានចូលមកជិតទៀតខ្ញុំនឹងហៅប៉ូលីសអ្នកមានភស្តុតាងដែរលោកសិនលោកជួយបន្ថែមដើមទុនបន្តិចមកកិច្ចសន្យាខ្ញុំអាចចុះហត្ថលេខាឥឡូវនេះបានឈឺណាស់លោកម្ចាស់តើលោកមិនអីទេរោគប្រពន្ធទៅអគារលេខ18រួយហុងក្នុង10នាទីលេងគាត់ទៅអាឈឿនអូគឺប្តីល្ងងរបស់នាងនឹងឯងអូយលេងដៃទៅខ្ញុំប្រាប់ឲ្យលេងឈប់ទាំងអស់គ្នាឯងមិនដឹងទេថាខ្ញុំជានរណានេះជារួយហុងសន្តិសុខទៅណាអស់ហើយអាឈឿនកុំវីគិតអីខ្ញុំមិនអីទេយើងទៅវិញទៅស្ដាប់ខ្ញុំទៅសិនឆាវបើថ្ងៃនេះឯងហ៊ានដើរចេញពីរួយហុងខ្ញុំធានាថាសិនស៊ឺនឹងមិនអាចរកស៊ីបានទៀតឡើយយើងទៅវិញទៅឈឺទេប្រពន្ធសម្លាញ់ក៏ដៃឡើងក្រហមអស់ហើយមិនឈឺទេអាឈឿនការពារប្រពន្ធមិនបានល្អទេ
អ្នកការពារខ្ញុំហើយតែក្រោយកុំប្រើកម្លាំងទៀតបើគេប្តឹងថាអ្នកធ្វើបាបគេអ្នកនឹងមានបញ្ហាអាឈឿនមិនខ្លាចបញ្ហាទេខ្ញុំខ្លាចអ្នកមានរឿងអាឈឿនមិនខ្លាចមានរឿងទេប្រពន្ធញ៉ាំស្ករទៅផ្អែមណាស់ទៅយើងត្រឡប់ទៅផ្ទះវិញប្រពន្ធញ៉ាំទៅអ្នកញ៉ាំទៅអាឈឿនមិនឃ្លានទេអ្នកញ៉ាំឲ្យឆ្អែតសិនទើបមានកម្លាំងការពារខ្ញុំយកភស្តុតាងដែលចៅខៃមីងស៊ីសំណូកនឹងធ្វើបញ្ជីคล้ายៗទៅក្រុមប្រឹក្សាភិបាលនៅព្រឹកស្អែកខ្ញុំចង់ឲ្យគាត់ចេញពីរួយហុងស្អែកនេះបាទលោកចុះបញ្ហាពុតគង់វិញយ៉ាងម៉េចដែរក្រុមហ៊ុនសំណង់របស់ត្រកូលឈឹងមានទំហំសមល្មមអាចឲ្យពួកគេតាក់ទងមកពិនិត្យបានធ្វើជំនួញធម្មតាទៅកុំឲ្យគេដឹងថាជាខ្ញុំអ្នកណាដែលធ្វើបាបអ្នកគឺមិនឲ្យវាបានសុខឡើយអាឈឹងខ្ញុំនៅទីនេះលោកក្រុមហ៊ុនមានបញ្ហាហើយគេកំពុងរៀបចំសន្និសីទកាសែតដើម្បីដកតំណែងគាត់ឯអតិថិជនធំរបស់ក៏ផ្អាកកិច្ចសហការទាំងអស់ដែរអូនឲ្យបងបើកអត់បានទេសួស្តីតើនេះជាលោកមែនទេខ្ញុំជាអ្នកគ្រប់គ្រងមកពីក្រុមហ៊ុនសំណង់ពួកយើងបានឃើញតម្រូវការទិញរបស់ក្រុមហ៊ុនហើយគិតថាអាចសហការគ្នាបានតើថ្ងៃនេះលោកទំនេរជួបគ្នាទេបានតើម៉ោង10ព្រឹកនេះបានទេបានពួកយើងនឹងយកគម្រោងទៅជូនលោកពួកយើងពិតជាចង់សហការជាមួយក្រុមហ៊ុនណាស់បច្ចុប្បន្នសាច់ប្រាក់ក្រុមហ៊ុនកំពុងតឹងរ៉ឹងខ្ញុំចង់កំណត់ការទូទាត់តាមដំណាក់កាលគម្រោងបានតើចំនួនទំនិញនិងស្តង់ដារគុណភាពត្រូវតែដាក់ក្នុងកិច្ចសន្យាពិតមែនហើយទំនិញដំបូងតើអាចដឹកមកក្នុងរយៈពេល3ថ្ងៃបានទេបានអ្នកស្គាល់មនុស្សម្នាក់អំបញ្ញមិញនឹងមែនទេអ្នកណាអ្នកគ្រប់គ្រងស៊ូមកពីឆ្ងាយហេតុអ្វីបានជាគាត់មើលអ្នកព្រោះតែអាឈឹងនឹងណាសិនឆាវអ្នកនៅដឹងរឿងទទួលទូរស័ព្ទទៀតហ៎មានរឿងធំម្លេះមិនប្រាប់ខ្ញុំសោះខ្ញុំទើបចុះពីយន្តហោះយប់នេះទៅញ៉ាំអីជាមួយគ្នាហើយនាំប្តីល្ងងរបស់អ្នកមកផងបានអ្នកណាមិត្តជិតស្និទ្ធខ្ញុំທາງមានរឿងអីខ្លាចមិត្តជិតស្និទ្ធដណ្ដើមប្រពន្ធគាត់ជាមិត្តល្អបំផុតរបស់ខ្ញុំមិនដណ្ដើមប្រពន្ធអ្នកទេខ្ញុំកក់ភោជនីយដ្ឋានឯកជនមួយនៅជិតនេះធ្វើការរួចយើងទៅភ្លាមທາງត្រឡប់មកវិញយប់នេះពិនិត្យមើលការវិភាគនិងស្ថានភាពរបស់គាត់ផងអូខេតោះទៅបើមិនទៅទេທາງនឹងរអ៊ូហើយអូនសម្លាញ់ທາງកាច់ទេមិនកាច់ទេបើគាត់ពិបាកជាមួយអូនបងនឹងការពារអូននឹងការពារអាឈឹងសិនឆាវនាងក្មេងនេះមានរឿងធំបែបនេះហេតុអ្វីមិនប្រាប់បងលូបងស្រីញ៉ាំស្ករគ្រាប់ទៅអ្នកទាំងពីរស្គាល់គ្នាមិនស្គាល់ទេគ្រាន់តែមិននឹកស្មានថាប្តីរបស់នាងមើលទៅដូចមនុស្សដែរលូឈឿនអញឈួតមែនទេជាអ្នកស្នងរត់ត្រកូលលូបែរជាមកធ្វើល្ងងបបមិត្តភក្តិបងអញប្រាប់គាត់ហើយឬនៅថាអញជានរណាពេលនេះមិនទាន់បានទេហេតុអ្វីគាត់ស្អប់បំផុតអ្នកដែលបោកគាត់បើគាត់ដឹងថាអញសម្ដែងតាំងពីដើមដល់ចប់គាត់នឹងធ្វើបាបអញយ៉ាងណាអញគិតស្អីខ្ញុំស្រឡាញ់គាត់ចង់បានអ្វីខ្ញុំឲ្យទាំងអស់អ្នកណាធ្វើបាបគាត់ខ្ញុំនឹងដោះស្រាយដូចមនុស្សទេលោកឈឿនខ្ញុំអាចមិនទាន់បកអាក្រាតអ្នកបានតែអ្នកត្រូវចាំទុក
សិនឆាវគាត់វេទនាគ្រប់គ្រាន់ហើយបើអ្នកហ៊ានធ្វើឲ្យគាត់ពិបាកចិត្តទៀតខ្ញុំមិនលើកលែងឲ្យអ្នកទេខ្ញុំដឹងហើយរឿងក្រុមហ៊ុនសិនមិនបាច់រែកពុនម្នាក់ឯងទេគម្រោងតុបតែងផ្ទះខែក្រោយរបស់ត្រកូលតាំងអាចឲ្យក្រុមហ៊ុនសិនធ្វើបានមិនបានទេគម្រោងត្រកូលតាំងខ្ញុំនឹងខំប្រឹងយកមកតែត្រូវធ្វើតាមនីតិវិធីខ្ញុំមិនចង់ឲ្យគេគិតថាសិនប្រើតែខ្សែស្រឡាយទេយល់ព្រមធ្វើតាមអ្នកចុះប្រពន្ធពូកែណាក្រៅពីពាក្យថាប្រពន្ធពូកែអ្នកចេះនិយាយអ្វីទៀតទេប្រពន្ធស្អាតប្រពន្ធញ៉ាំបាយហើយប្រពន្ធគុំចង់ចិញ្ចាំអីគុំលេងហួសហេតុពេកខ្ញុំមិនបានលេងសើចទេខ្ញុំនិយាយមែនទែនអញ្ចឹងប្រាប់ការពិតមកប្រពន្ធចាំបន្តិចណាឈឿនចប់ហើយលោកឈឿនលើកនេះធ្លាក់ក្នុងអន្លង់ស្នេហ៍ពិតមែនហើយលោកខ្ញុំយល់ព្រមតាមគម្រោងនេះតែការបង់ប្រាក់មុន 30% វាខ្ពស់ពេកហើយលោកគម្រោងត្រកូលត្រូវការសម្ភារៈកម្មង់ពិសេសត្រូវចាក់សោវត្ថុធាតុដើមទុកមុនការបង់ប្រាក់មុនមិនមែនដើម្បីសម្រាលសម្ពាធហិរញ្ញវត្ថុទេតែដើម្បីធានាគុណភាពវត្ថុធាតុដើមបើការដឹកជញ្ជូនយឺតឬគុណភាពមិនឆ្លងកាត់ការត្រួតពិនិត្យតើអ្នកណាទទួលខុសត្រូវលោកខ្ញុំយល់ហើយថាហេតុអ្វីបានជាកញ្ញាទូចចង់ឲ្យខ្ញុំមកជួបលោកផ្នែកច្បាប់យើងនឹងពិនិត្យលម្អិតកិច្ចសន្យាម្ដងទៀតបើគ្មានបញ្ហាទេសប្តាហ៍នេះយើងនឹងចុះហត្ថលេខានេះជាអ្វីផ្ទះនេះជាប្រពន្ធហេតុអ្វីបានជាខ្ញុំនៅកណ្ដាលព្រោះកំពុងការពារប្រពន្ធថ្ងៃល្អរបស់អ្នកដល់ទីបញ្ចប់ហើយឲ្យដឹងថាយប់នេះនឹងធ្វើឲ្យអាម៉ាស់មុខក្នុងពិធីជប់លៀងសមាគមពាណិជ្ជកម្មមានអាហារថ្ងៃត្រង់អាចនឹងត្រឡប់មកវិញយឺតបន្តិចអាឈឹងក៏ទៅដែរនោះជាកម្មវិធីការងារទេវាគួរឲ្យធុញណាស់អាឈឹងមិនរត់ទៅណាទេបានបើអញ្ចឹងទៅជាមួយខ្ញុំទៅយេលោកស្រីសិនតែហេតុអ្វីបានជាលោកស្រីនាំប្តីល្ងងម្នាក់នេះមកដែរខ្លាចថាខ្លួនឯងម្នាក់ឯងមិនអាចគ្រប់គ្រងស្ថានភាពបានមែនទេមនុស្សអាក្រក់បើលោកគូនិយាយមិនកើតទេក៏អាចស្ងាត់មាត់បានអូតើនេះជាពីងទឹកខ្មេះរបស់ផ្ទះអ្នកណាដែលក្រឡាប់ទៅលោកគូឈឹងជូពេលដែលលោកដណ្ដើមអតិថិជនគេហេតុអ្វីមិននិយាយពីសេចក្តីថ្លៃថ្នូរពេលនេះត្រកូលតាំងពេញចិត្តនឹងគម្រោងរបស់ខ្ញុំលោកបែរជាមកប្រុសដូចឆ្កែហើយលោកនៅមានពេលមកចំអកឲ្យអ្នកដទៃទៀតការបញ្ជាទិញពី3ដែលត្រកូលគូដណ្ដើមបានថ្មីនេះហាក់ដូចជាខូចការអស់ហើយមែនទេក្រុមហ៊ុនហុងសឹងបោះបង់ការសហការគម្រោងពេជ្រឈឹងក៏បដូរអ្នកផ្គត់ផ្គង់ហើយទំនិញដែលលោកដណ្ដើមពីដៃខ្ញុំក៏ត្រូវគេបដិសេធព្រោះបញ្ហាគុណភាពតាំងគុំនិយាយផ្ដេសផ្ដាសតើខ្ញុំនិយាយផ្ដេសផ្ដាសឬអត់ក្នុងក្រុមសមាគមពាណិជ្ជកម្មមានប្រកាសហើយលោកចង់មើលដោយខ្លួនឯងទេអាល្ងងម្នាក់នេះហ៊ានចាត់ទុកខ្លួនឯងជាប្តីមែនរបស់ដែលមិនដឹងមកពីណាបែបនេះក៏ហ៊ានមកឈរនៅទីនេះដែរឯងនិយាយម្ដងទៀតមើលប្រពន្ធឲ្យគាត់គំរាមអាឈឹងលោកគូបើលោកមកថ្ងៃនេះគ្រាន់តែចង់បង្ករឿងខ្ញុំមិននៅជាមួយលោកទេសិនឆាវកុំអួតអាងអីថ្ងៃក្រោយអ្នកនឹងមកសុំអង្វរខ្ញុំវិញខ្ញុំធ្លាប់ស្ដាយក្រោយស្ដាយដែលមិនបានមើលឃើញពីចរិតអ្នកឲ្យច្បាស់ខាងសិនឆាវលោកគូខាងគម្រោងពេជ្រឈឹងទើបតែទូរស័ព្ទមកថាផ្អាកកិច្ចសហការសិនពួកគេមានសិទ្ធិអ្វីមកផ្អាកគេថាត្រូវវិតម្លៃឡើងវិញលើស្ថិរភាពការផ្គត់ផ្គង់របស់ត្រកូលគូសិនឆាវគុំស្មានថាមានខាងការពារហើយអាចងើបមុខរួចខ្ញុំចង់ដឹងណាស់ថាអ្នកអាចទ្រាំបានយូរប៉ុណ្ណាក្មេងស្រីម្នាក់នេះពិតជាចាត់ទុកខ្លួនឯងសំខាន់មែនពឹងផ្អែកលើត្រកូលតាំងទើបគិតថាសិនស៊ឺរស់ឡើងវិញបើតាមខ្ញុំពួកយើងគួរតែរកផ្លូវថ្មីដែរចុះប្តីល្ងងម្នាក់នោះទៀតនាំទៅណាជាមួយរហូតមិនខ្មាស់គេទេកុំថាអីមុខមាត់គេក៏មិនអន់ដែរយ៉ាងហោចណាស់ក៏មិនខាតដែរពួកអ្នកនិយាយពីប្រពន្ធខ្ញុំឬអ្នកណាអនុញ្ញាតឲ្យអ្នកចូលមកចេញទៅទីនេះមិនមែនកន្លែងសម្រាប់អ្នកលេងទេពួកអ្នកធ្វើបាបប្រពន្ធខ្ញុំអាល្ងងនេះចេះប្តឹងទៀតអ្នកធ្វើស្អីអ្នកឈួតមែនទេភ្លៀងហើយសប្បាយណាស់លោកសិនអ្នកត្រូវតែពន្យល់រឿងនេះប្តីអ្នកចេះតែមកជិះទឹកដាក់ពួកយើងក្រុមហ៊ុនជាកន្លែងធ្វើការមិនមែនកន្លែងឲ្យគាត់មកបង្កចំនួនទេអាឈឿនហេតុអ្វីអ្នកជិះទឹកពួកគេនិយាយអាក្រក់ពីប្រពន្ធខ្ញុំនិយាយអាក្រក់ពីក្រុមហ៊ុនកុហកអាល្ងងនេះដឹងស្អីជំនួយការលីទៅពិនិត្យមើលការថតសម្លេងនៅកន្លែងទឹក
លោកសិនរឿងតូចតាចបែបនេះមិនចាំបាច់ទេដឹងមិញពួកអ្នកចង់បានការពន្យល់មែនទេខ្ញុំឲ្យហើយលោកយើងគ្រាន់តែតានតឹងពេកទើបនិយាយលឿនពេកធ្វើការមួយថ្ងៃត្រូវធ្វើការឲ្យបានល្អយកប្រាក់ខែសវនកម្មតែបែរជាដើរនិយាយថាក្រុមហ៊ុននឹងខ្សែធនបង្កចលាចលនេះមិនមែនដោយសារតែតានតឹងទេគឺដោយសារក្រុមសិលធម៌ការងារមានបញ្ហាលោកចង់បណ្ដេញពួកយើងចេញមែនទេផ្អាកការងារ3ថ្ងៃកាត់ប្រាក់លើកទឹកចិត្តខែនេះក្នុង3ថ្ងៃនេះត្រូវប្រកួតការងារឲ្យច្បាស់លាស់រួចចាំមើលថាអាចបន្តធ្វើការបានឬអត់មានអ្នកណាទៀតដែលគិតថាផ្នែកសវនកម្មនេះធ្វើមិនកើតអាចចេញទៅបានឥឡូវនេះតែអ្នកដែលនៅត្រូវផ្ដោតលើគម្រោងលោកពួកយើងនឹងនៅបន្តខ្ញុំខុសហើយដឹងទេថាខុសត្រង់ណាមិនគួរលេងទឹកទេតែពួកគេធ្វើបាបប្រពន្ធខ្ញុំតែមិនអាចធ្វើតាមចិត្តបានទេលើកក្រោយប្រាប់ខ្ញុំលើកក្រោយនឹងប្រាប់ប្រពន្ធផ្នែកសវនកម្មការទិញនិងផ្នែកវិស្វកម្មត្រូវរៀបចំមនុស្សដែលទុកចិត្តបានមកជំនួសមានគេសន្លប់ហើយឡានពេទ្យមកកុំប៉ះគាត់អីពេលនេះអ្នកណាហ៊ានជួយគេទៅទុកកន្លែងឲ្យមានខ្យល់ចេញចូលហើយលេខ120មកសិនឆៅអ្នកមកធ្វើអីនៅទីនេះតើលោកឪពុកខ្ញុំយ៉ាងម៉េចហើយតើនរណាជាអ្នកជូនគាត់មកលោកឈឹងគឺខ្ញុំទេខ្ញុំដើរកាប់ផ្សារទំនើបឃើញលោកម្ចាស់ឈឹងសន្លប់ក៏ឲ្យគេជូនគាត់មកអូលោកគូទេតើអរគុណច្រើនដែលបានជួយលោកឪពុកខ្ញុំលោកឈឹងគឺខ្ញុំទេដែលជួយគាត់សិនឆៅអ្នកពិតជាមិនព្រមបោះបង់ឱកាសតង់ទាមគេមែនត្រកូលឈឹងកំពុងកាន់កាប់ការផ្គត់ផ្គង់សម្ភារៈសំណង់អ្នកក៏ប្រញាប់មកដណ្ដើមយកគុណសម្បត្តិអ្នកនាងបើចង់សហការគួរតែតាមផ្លូវការគុំយកជំងឺលោកឪពុកខ្ញុំមកលេងសាច់ឲ្យសោះខ្ញុំមិនបានដណ្ដើមយកគុណសម្បត្តិទេចុះអ្នកមានភស្តុតាងអ្វីខ្ញុំបានបង់ថ្លៃពេទ្យរួចហើយក្នុងពេលដែលក្រុមគ្រួសារមកដល់ខ្ញុំសុំទៅមុនហើយរឿងថ្ងៃនេះជាអ្នករៀបចំមែនទេអ្នកប្រុសគឺខ្ញុំទេដែលគិតមិនបានដិតដល់ផ្អាករាល់គម្រោងទិញចូលរវាងត្រកូលឈឹងនិងត្រកូលលូឲ្យពួកគេដឹងថាខ្លួនខុសត្រង់ណាចុះកូនស្រីខ្ញុំវិញនាងនៅក្មេងហើយមុខមាត់ស្អាតបាត់ណាស់ប៉ាអ្នកដែលជូនប៉ាមកកាលពីម្សិលមិញគឺលោកគូពីក្រុមហ៊ុនគូខ្ញុំនិយាយផ្ដេសផ្ដាសទោះខ្ញុំសន្លប់មែនតែខ្ញុំមិនទាន់ស្លាប់ទេទៅឆែកកាមេរ៉ាសុវត្ថិភាពទៅត្រកូលឆេងយើងស្ទើរតែចាត់ទុកអ្នកមានគុណជាអ្នកបោកប្រាស់ទៅហើយខ្ញុំនឹងទៅសុំទោសអ្នកនាងឥឡូវនេះមិនមែនគ្រាន់តែសុំទោសទេបើគ្រូពេទ្យទេវតាជួបការលំបាកយើងត្រូវចរចាគ្នាដោយត្រង់គុំយកគុណធម៌មកគៀបសង្កត់គុំធ្វើរកពីអ្នកនាងខ្ញុំសុំទោសអ្នកនាងគឺខ្ញុំនិយាយមិនគិតទើបយកច្រឡំលើអ្នកនាងបកស្រាយយកគ្នាហើយគឺល្អហើយសំខាន់គឺសុខភាពលោកឆេងមិនអីទេអ្នកស្នងមរតកត្រកូលលូដែលបាត់ខ្លួនកន្លះឆ្នាំនោះថ្ងៃនេះយើងមកក៏ចង់ជែកពីការសហការដែរបើនិយាយពីរឿងជួយមនុស្សកាលពីម្សិលមិញខ្ញុំមិនព្រមទេមិនមែនសងគុណទេគឺមើលឃើញពីតម្លៃរបស់ក្រុមហ៊ុនសិនឆៅបើអ្នកចេញមុខសុំទោសខ្ញុំជាសាធារណៈខ្ញុំនឹងឲ្យអ្នកផ្គត់ផ្គង់សហការវិញលោកនាយកឆឹងលោកមកធ្វើអីនៅទីនេះខ្ញុំកំពុងតែទៅមន្ទីរពេទ្យសួរសុខទុក្ខលោកម្ចាស់លោកនាយកគូមកបានល្អណាស់អ្នកដែលជួយលោកម្ចាស់គឺកញ្ញាសិនឆៅតើលោកយកមុខមាត់ឯណាទៅដណ្ដើមយកគុណសម្បត្តិគេចាប់ពីថ្ងៃនេះទៅត្រកូលឈឹងនឹងផ្អាករាល់ការសហការជាមួយត្រកូលគូទាំងអស់លោកនាយកឈឹងកុំព្រោះតែសម្ដីសិនឆៅមួយម៉ាត់បែកជាកាត់ផ្ដាច់ការសហការបែបនេះគឺអ្នកឯងទេដែលកុហកគឺអ្នកទៀតហើយអ្នកចង់បំផ្លាញខ្ញុំមែនទេអ្នកសាកស្រែកដាក់គាត់មួយម៉ាត់ទៀតមើលអ្នកជាអ្នកណាប្រពន្ធសម្លាញ់គាត់អាក្រក់ណាស់អ្នកនាងរឿងលម្អិតក្នុងកិច្ចសន្យាយើងអាចពិភាក្សាគ្នាយឺតបានលើកនេះត្រកូលឈឹងចង់សហការដោយស្មោះលោកឈឹងបើចង់សហការដោយស្មោះមែនគឺត្រូវធ្វើតាមនីតិវិធីពាណិជ្ជកម្មធម្មតាបន្តិចទៀតខ្ញុំនឹងឲ្យក្រុមការងាររៀបចំគម្រោងលម្អិតជូនបានតោះធ្វើតាមអ្វីដែលអ្នកនាងបាននិយាយចុះអ្វីក្រុមហ៊ុនលោកអាការត្រួតពិនិត្យលទ្ធកម្មគម្រោងឈឹងតុងរបស់យើងហើយថាត្រូវវិតម្លៃអន្ទានឡើងវិញម្សិលមិញយកច្រឡំលើអ្នកនាងសិនថ្ងៃនេះក្រុមហ៊ុនលោកក៏ចេញមុខមកគឺលោកលូកំពុងតែប្រមានត្រកូលឈឹងយើងហើយប៉ាយើងមិនបានធ្វើអ្វីឲ្យក្រុមហ៊ុនលោកខឹងទេណាឯងធ្វើឲ្យគេខឹងហើយត្រឡប់ទៅរៀបចំគម្រោងសហការឲ្យបានស្មោះត្រង់បំផុតទៅហើយរឿងនៅមន្ទីរពេទ្យកាលពីម្សិលមិញត្រូវចេញមុខសុំទោសអ្នកនាងសិនជាសាធារណៈបើធ្វើជាសាធារណៈវាប៉ះពាល់ដល់កេរ្តិ៍ឈ្មោះត្រកូលឈឹងយើងណាបើមិនធ្វើជាសាធារណៈគឺប៉ះពាល់ដល់ជីវិតរស់រានរបស់ត្រកូលឈឹងយើងទាំងមូលសិនឆៅតើអ្នកនិយាយអ្វីខ្លះទៅកាន់ត្រកូលឈឹង
ការពិតអ្នកគ្រាន់តែចង់ប្រើតកោឈឹងមកជន់ឆ្លេកខ្ញុំគឺអ្នកដែលលួចយកគុណសម្បត្តិគេគ្មានអ្នកណាបង្ខំអ្នកទេលោកសិនកាលពីម្សិលមិញនៅមន្ទីរពេទ្យខ្ញុំឈឹងយួនសានបានជឿពាក្យកុហកទើបយកច្រឡំលើលោកពេលនេះខ្ញុំតំណាងឲ្យត្រកូលឈឹងសូមសុំទោសលោកជាផ្លូវការលោកគូត្រកូលឈឹងនឹងមិនសហការជាមួយត្រកូលគូទៀតទេហើយសូមកុំយកឈ្មោះត្រកូលឈឹងទៅធ្វើអ្វីទៀតឲ្យសោះលោកឈឹងលោកចង់ធ្វើដល់ថ្នាក់នេះដើម្បីគាត់មែនទេមិនមែនដើម្បីលោកស្រីសិនទេគឺដើម្បីគោលការណ៍ត្រកូលឈឹងបដូរអ្នកនិយាយវិញខាងត្រកូលឈឹងអាចស្ដារការត្រួតពិនិត្យឡើងវិញខ្លះបានអ្នកប្រុសលោកពេញចិត្តហើយមែនទេពួកគេសុំទោសហើយតើអ្នកស្រីពេញចិត្តទេថ្ងៃនេះហាមមើលកិច្ចសន្យាហាមទទួលទូរស័ព្ទអ្នកគ្រាន់តែសម្រាកទៅការពិនិត្យមើលគ្រាន់តែពឹងលើទំនាក់ទំនងប៉ុណ្ណោះការរកស៊ីពិតប្រាកដគឺពឹងលើសមត្ថភាពមិនមែនពឹងលើទំនាក់ទំនងរវាងស្រីទេលោកគូឈឹងជូលោកនិយាយបែបនេះមិនខ្មាស់គេទេរឿងលោកលួចយកស្នាដៃគេនៅបិទប្រកាសនៅឡើយទេអូភ្លេចប្រាប់ម្សិលមិញត្រកូលឈឹងបានចេញសេចក្តីជូនដំណឹងផ្លាស់ប្ដូរគម្រោងត្រកូលគូត្រូវបានគេដកចេញពីបញ្ជីបេក្ខជនហើយចុះរបាយការណ៍ត្រួតពិនិត្យគុណភាពទំនិញរបស់លោកនោះចង់ឲ្យអ្នកទាំងអស់គ្នាមើលដែរឬទេលោកគូនេះវាជារឿងអីទៅគឺអ្នកមែនទេដែលឲ្យតាំងមកស្ទាក់ផ្លូវខ្ញុំមិនទំនេរដូចអ្នកទេណារឿងដែលអ្នករៀបការជាមួយមនុស្សល្ងងគឺជារឿងពិតអ្នកគិតថាគេអាចការពារអ្នកបានមួយជីវិតមែនទេញ៉ាំទៅមនុស្សអាក្រក់ត្រូវញ៉ាំរបស់ហកខ្វក់កុំមើលអីនាំតែចង្រៃភ្នែកខ្សែកព្រះច័ន្ទនេះស្អាតណាស់សមនឹងអ្នកណាស្អាតមែនតែមិនចាំបាច់ទេខ្ញុំយកឱកាសមកជូនអ្នកពិធីជប់លៀងរបស់សមាគមពាណិជ្ជកម្មលោកជាលោកពូលៀងវាថ្លៃពេកហើយអ្វីដែលអ្នកខ្វះខាតបំផុតពេលនេះគឺឱកាសចូលក្នុងរង្វង់ចំនួនជាន់ខ្ពស់តែជ្រានេះចង់ឃើញខ្ញុំអាម៉ាស់ទៀតហើយឈឺក្បាលណាស់ពិបាកទ្រាំណាស់មិនក៏ឈឺក្បាលទៀតហើយខ្ញុំជូនទៅមន្ទីរពេទ្យមិនបាច់ទេគេងលក់គឺបានហើយប្រពន្ធនៅក្បែរសិនឆាវអាឈឹងមានអ្នកមើលថែហើយឱកាសជប់លៀងនេះកម្រណាស់អ្នកមិនអាចខកខានបានទេអាឈឹងយប់នេះខ្ញុំមានពិធីជប់លៀងសំខាន់មួយអ្នកនៅផ្ទះសម្រាប់ស្រួលបួរទៅណាយោទេអញ្ចឹងប្រពន្ធត្រឡប់មកវិញឲ្យឆាប់ណាអ្នកប្រុសឲ្យបើអ្នកមិនទៅថតរឿងសកម្មភាពពិតជាស្ដាយណាស់កម្មវិធីជប់លៀងរៀបចំរួចរាល់ហើយមិនមានអ្នកកាសែតថតជាប់អ្នកនិងអ្នកស្រីឡើយចុះតាំងទៅណាអ្នកនាងតាំងមកដល់ហើយកំពុងតែជេរអ្នកប្រាប់ឲ្យគាត់ស្ងាត់មកទៅរឿងនេះពិបាកជាងការទិញយកក្រុមហ៊ុនត្រកូលគូទៅទៀតហើយអ្វីអ្នកមកទីនេះលោកលៀងបូននាំខ្ញុំមកមានរឿងអីចុះអាជឿនទៅណាគាត់មិនស្រួលខ្លួនកំពុងសម្រាកនៅផ្ទះចប់ហើយប៉ះគ្នាទៀតហើយអូយខ្ញុំស្រាប់តែមិនស្រួលខ្លួនអ្នកជួយជូនខ្ញុំទៅបន្ទប់ទឹកផងមិនស្រួលត្រង់ណាខោនេះតឹងពេកធ្វើឲ្យខ្ញុំពិបាកខ្លាំងណាស់បន្ទាប់មកសូមអញ្ជើញអ្នកស្នងរដ្ឋត្រកូលលូគឺលោកលូឈឿនសំឡេងនេះអូយខ្ញុំឈឺពោះខ្លាំងជាងមុនទៀតជួយមើលថាខ្សែរ៉ូតវាជាប់ឬអត់កុំងាកក្រោយសូមអរគុណអ្នកទាំងអស់គ្នាដែលបានមកឆ្នាំនេះត្រកូលលូនឹងពង្រីកកិច្ចសហការផ្គត់ផ្គង់បន្តទៀតយើងចង់សហការជាមួយក្រុមហ៊ុនដែលមានសមត្ថភាពនិងស្មោះត្រង់យប់នេះត្រកូលលូមានដំណឹងល្អចង់ប្រកាសកូនប្រុសខ្ញុំលូឈឿននឹងភ្ជាប់ពាក្យជាមួយកញ្ញាប៉ៃវៃនៃត្រកូលប៉ៃលូឈឿនអ្នកណាអនុញ្ញាតខ្ញុំរៀបការរួចហើយអញហ៊ានធ្វើរឿងឈួតអីអាពីពីរបស់ខ្ញុំមិនត្រូវការឲ្យអ្នកទទួលស្គាល់ទេអញចង់ឲ្យត្រកូលលូអាម៉ាស់មកព្រោះតែស្រីម្នាក់ដែលក្រុមហ៊ុនឪពុកនាងខ្សែធនមែនទេអ្នកដែលបង្ខំឲ្យខ្ញុំរៀបការនេះហើយដែលធ្វើឲ្យត្រកូលលូអាម៉ាស់មុខអញឈួតមែនទេដឹងទេថាសិនឆាវនៅខាងក្រៅហ្នឹងបើមិនមែនខ្ញុំអូសគាត់ទៅបន្ទប់ទឹកទេគាត់ប្រហែលជាកំពុងឈោមមើលអញសម្ដែងជាអ្នកស្នងត្រកូលលូហើយតើគាត់បានដឹងខ្លួនឬនៅពេលនេះអត់ទាន់មានទេតែបើអ្នកនៅតែលេងបែបនេះមិនយូរទេនឹងដឹងខ្លួនចុះប៉ៃវៃវិញអ្នកគិតថានិយាយប្រាប់សិនឆាវយ៉ាងម៉េចរឿងគូដណ្ដឹងអ្នកខ្ញុំអត់មានគូដណ្ដឹងទេប្រាប់ខ្ញុំក៏គ្មានប្រយោជន៍ដែរសិនឆាវអ្នកមកធ្វើអីអ្នកមិនចេញមកយូរហើយខ្ញុំបារម្ភពីអ្នកណាអ្នកណាផឹកស្រានៅក្នុងហ្នឹងមិញមានភ្ញៀវម្នាក់ស្រវឹងខ្លាំងគេគ្រាទៅបាត់ហើយតោះយើងទៅ
ពេលនេះគេមិនហ៊ានត្រឡប់ទៅវិញទេកំពុងគិតអីហ្នឹងអ្នកស្នងរត់ត្រកូលលូនៅពិធីជប់លៀងយប់មិញសំឡេងគាត់ស្ដាប់ទៅដូចអាឆណាមិននឹងអាចទៅរួចប្រុសសំឡេងធ្ងន់បែបហ្នឹងគឺដូចគ្នាទេអ្នកប្រហែលជាស្ដាប់ច្រឡំហើយប្រហែលជាមែនហើយហាក់ដូចជាលេងក្តៅហើយប្រពន្ធត្រឡប់មកវិញហើយយកមកឲ្យហើយប្រពន្ធមិនភ្លេចទេថ្ងៃនេះគ្មានល្អទេល្អតាគេងចុះផឹកថ្នាំចាំប្រពន្ធអញ្ចឹងតើអ្នកគិតថាហេតុអ្វីបានជាមនុស្សចូលចិត្តកុហកហេតុអ្វីបានជាសួរអញ្ចឹងគ្មានអ្វីទេគ្រាន់តែស្រាប់តែនឹកឃើញថាបើមានគេកុហកខ្ញុំព្រោះខ្លាចខ្ញុំមិនយកគេវាក៏មិនអាចផ្លាស់ប្ដូរការពិតដែលគេកុហកខ្ញុំបានដែរព្រោះបើចាប់ដើមកុហកហើយខ្ញុំក៏មិនដឹងថាអ្វីពិតអ្វីคล้ายៗដែរដូច្នេះអញ្ចឹងបើថ្ងៃក្រោយមានរឿងអីត្រូវប្រាប់ខ្ញុំកុំកុហកខ្ញុំឲ្យសោះពិធីភ្ជាប់ពាក្យត្រូវបានលុបចោលហើយក៏រើបានមនុស្សរងងម្នាក់មកធ្វើជាប្តីសិនឆាវអ្នកមានសិទ្ធិអ្វីឲ្យលូឆឹងប្រកាសនៅចំពោះមុខគេថាមានប្រពន្ធហើយអ្នកនាងលូសៅហាក់ដូចជាខ្វល់ពីគាត់ណាស់ខ្វល់ហើយម៉េចត្រកូលលូមិនទទួលយកគាត់ទេលូចឹងក៏មិនយកខ្ញុំក៏មិនយកដែរទៅស៊ើបមើលគម្រោងទាំងអស់ដែលសិនឆាវកំពុងធ្វើឲ្យជួយណាត់មនុស្សម្នាក់ឲ្យខ្ញុំផងខ្ញុំចង់ឲ្យគាត់ឃើញច្បាស់នឹងភ្នែកថារវាងគាត់និងលូឆឹងមានអ្វីខានចែកអ្នកនាងតាមរយៈរូបភាពនេះលោកលូពិតជាមានស្នាមរបួសចាស់ក្នុងខួរក្បាលមែនកំណកឈាមចាស់នេះស្ថិតនៅទីតាំងពិសេសដែលអាចប៉ះពាល់ដល់ការចងចាំនិងការវិនិច្ឆ័យធ្ងន់ធ្ងរទេតើអាចជាសះស្បើយទេអាចជាសះស្បើយបានក្រោយមកអាចហៅអ្នកជំនាញសរសៃប្រសាទមកពិនិត្យព្យាបាលតាមសម្រួលសិនបើមិនប្រសើរចាំគិតវិធីផ្សេងមានន័យថាគាត់មានឱកាសត្រឡប់មកជាធម្មតាវិញមែនទេបើជាសះស្បើយតើមានស្ករគ្រាប់ទេមានមិនមែនមានតែស្ករគ្រាប់ទេរបស់ឆ្ងាញ់ក៏មានច្រើនដែរខ្ញុំទៅចេញវិជ្ជាបញ្ជាសិនអ្នកទាំងពីររងចាំបន្តិចមានប្រពន្ធទេអ្នកត្រូវសហការព្យាបាលសិនទៅស្ដាប់បង្គាប់ប្រពន្ធអូនញ៉ាំសិនទៅបងដឹងទេខ្ញុំមិនសូវចូលចិត្តផ្អែមទេញ៉ាំមួយទៅនឹងខ្ញុំញ៉ាំហើយតើអូនញ៉ាំហើយទើបផ្អែមត្រឡប់ទៅក្រុមហ៊ុនវិញលោកប្រធានសិនក្រុមហ៊ុនលក់ទំនិញមួយរបស់លូស៊ឺតាក់ទងមកយើងគេចាប់អារម្មណ៍លើការផ្គត់ផ្គង់សម្ភារៈសំណង់របស់យើងចង់មកជួបពិភាក្សានៅរសៀលនេះមកចុះក្រុមហ៊ុនលូស៊ឺខ្ញុំរៀបចំម៉ោង3រសៀលនេះលោកប្រធានសិនបច្ចេកទេសរបស់សិនស៊ឺល្អណាស់យើងមានគម្រោងតុបតែងកន្លែងពាណិជ្ជកម្មមួយចំនួនអាចពិចារណាដាក់ឈ្មោះសិនស៊ឺក្នុងបញ្ជីអ្នកផ្គត់ផ្គង់បានលោកឆាវគម្រោងរបស់លោកលូមានស្តង់ដារខ្ពស់តែសមត្ថភាពផលិតយើងមានកំណត់បើចង់ចូលវគ្គបន្តយើងត្រូវពិនិត្យការបរិច្ឆេទប្រកួតសិនលោកស្រីសិនប្រយ័ត្នប្រយែងណាស់អញ្ចឹងធ្វើតាមជំហានលោកស្រីចុះយើងពិនិត្យបឋមសិនកុំទាន់ឲ្យចុះកិច្ចសន្យាធំចុះខាងទ្រព្យសម្បត្តិឯកជនវិញយ៉ាងម៉េចដែរដោះស្រាយបានច្រើនហើយ3ថ្ងៃទៀតរួចរាល់អ្នកប្រុសលោកលូអញ្ជើញអ្នកទៅញ៉ាំអាហារពេលល្ងាចយប់នេះបាយវៃៗក៏ទៅដែរខ្ញុំនឹងទៅតែមិនមែនព្រោះតែការរៀបចំរបស់គេទេអ្នកប្រុសប្រកាសចិត្តហើយមែនទេដែលមិនប្រាប់អ្នកស្រីមិនទាន់ដល់ពេលទេអ្នកប្រុសរាល់ពេលដែលនិយាយថាមិនទាន់ដល់ពេលវានឹងធ្វើឲ្យពេលក្រោយកាន់តែពិបាកពន្យល់ថ្ងៃនេះអ្នកមិនទៅញ៉ាំបាយជាមួយខ្ញុំមែនទេតាំងណាត់យើងហើយលេងហ្គេមតើនៅណាភោជនីយដ្ឋានយុនថឹងលូជិនថឹងក៏មានកម្មវិធីញ៉ាំបាយនៅទីនោះដែរអាឆឹងក៏ទៅដែរហ្គេមនេះមិនសប្បាយទេអាឆឹងត្រូវនៅកំដរប្រពន្ធអ្នកនាងសៀអ្នកនាងតាំងបានបដូរទីតាំងទៅជាន់ទី3គាត់មិនបានប្រាប់ខ្ញុំទេមិនស្រួលទេនេះជាល្បិចប្រពន្ធសម្លាញ់យើងត្រឡប់ទៅផ្ទះវិញមានរឿងអីខ្ញុំមិនចូលចិត្តទីនេះទេអ្នកនាងសិនលូឈិនអ្នកក៏មកដែរមែនទេលោកឈឿនជាអ្នកស្នងរត់នៃពិធីជប់លៀងសមាគមពាណិជ្ជកម្មត្រកូលលោកឈឿនមែនទេសិនឆាវស្ដាប់ខ្ញុំបកស្រាយសិនមិនមែនប្រពន្ធមិនមែនអាឈឿនទេគឺលោកឈឿនដែលមានស្មារតីអ្នកនាងប្រហែលមិនទាន់ស្គាល់ខ្ញុំទេសូមណែនាំខ្លួនខ្ញុំឈ្មោះប៉ៃវៃវៃជាគូដណ្ដឹងលោកឈឿនប៉ៃវៃវៃស្ងាត់មកទៅសិនឆាវអ្នកក៏ដឹងដែរសិនឆាវខ្ញុំដូច្នេះអ្នកទាំងអស់គ្នាដឹងអស់ហើយមានតែខ្ញុំទេដែលមិនដឹងសិនឆាវមិនមែនបែបនោះទេប៉ៃវៃវៃមិនមែនជាគូដណ្ដឹងខ្ញុំទេគឺប៉ាខ្ញុំរៀបចំឲ្យខ្ញុំមិនដែលយល់ព្រមទេយើងមិនទាន់ចុះសម្បត្តិអាពីពីមែនទេខ្ញុំអាចនាំអ្នកទៅចុះសម្បត្តិឥឡូវនេះបានមិនបាច់ទេលោកឈឿនអ្វីដែលខ្ញុំខ្វល់បំផុតពេលនេះមិនមែនជារឿងនោះទេគឺអ្នកកុហកខ្ញុំ
សិនឆាវកុំធ្វើបែបនេះអីខ្ញុំមិនមែនចិត្តណាបិទបាំងអ្នកទេខ្ញុំທางខ្ញុំមិនបន្ទោសអ្នកទេខ្ញុំគ្រាន់តែមិនដឹងថាអ្វីជារឿងពិតអ្វីជារឿងคล้ายសិនឆាវរឿងដែលខ្ញុំស្រឡាញ់អ្នកគឺជារឿងពិតទាំងអស់ខ្ញុំធ្វើល្ងងព្រោះចង់នៅក្បែរអ្នកខ្ញុំខ្លាចអ្នកដឹងពីអត្តសញ្ញាណខ្ញុំហើយរុញខ្ញុំចេញដូច្នេះហើយបានជាអ្នកបោកខ្ញុំគ្រាន់តែអ្នកដឹងទេថាខ្ញុំស្អប់អ្វីបំផុតខ្ញុំបារម្ភរាល់ថ្ងៃថាអ្នកហូបមិនឆ្អែតខ្លាចអ្នកវង្វេងផ្លូវគិតថាចាំអ្នកជាសិនចាំអ្នករកគ្រួសារឃើញតែអ្នកបែរជាដឹងខ្លួនគ្រប់ពេលសុំទោសអ្នកមិនបាច់សុំទោសទេខ្ញុំគ្រាន់តែមិនអាចទទួលយកបានដែលត្រូវគេបោកដូចជាមនុស្សរងំសិនឆាវ7 ឆ្នាំមុនអ្នកបានជួយខ្ញុំចាំអ្នកបានទើបខ្ញុំនៅទីនេះ7 ឆ្នាំមុនក្មេងប្រុសនៅកំពង់ផែនោះមែនទេរឿងដែលអ្នកនិយាយពេលនេះខ្ញុំមិនដឹងថាគួរជឿអត់អ្នកនាងសិនលូឈឹងបានពន្យល់ច្បាស់ហើយបើអ្នកស្រឡាញ់គាត់ពិតមែនគួរដឹងថាអ្នកទាំងពីរមិនសមគ្នាទេបាយវៃកុំមកនិយាយឌឺដងនៅទីនេះបាយវៃរឿងរវាងខ្ញុំនិងគាត់មិនដល់វេអ្នកមកវិនិច្ឆ័យទេចាប់ពីថ្ងៃនេះទៅអ្នកត្រឡប់ទៅផ្ទះត្រកូលលូទៅត្រកូលសិនមិនត្រូវការអ្នកទៀតទេអ្នកលែងត្រូវការខ្ញុំហើយមែនទេអ្នកប្រុសលូមិនត្រូវការអ្នកណាទេខ្ញុំត្រូវការអ្នកខ្ញុំមិនត្រូវការមនុស្សកុហកទេកុំតាមទៀតអីពេលនេះមនុស្សដែលគាត់មិនចង់ឃើញបំផុតគឺអ្នកលោកលូតែហេតុអ្វីបានជាលោកឈរនៅកណ្ដាលភ្លៀងបែបនេះអ្នកមីងគួយខ្ញុំចង់ជួបសិនសៀវអ្នកនាងសិនសៀវគេងលក់ហើយលោកចូលមកខាងក្នុងសិនទៅគាត់មិនឲ្យខ្ញុំចូលទេខ្ញុំមិនចូលទេខ្ញុំរងចាំគាត់ភ្ញាក់ក្មេងម្នាក់នេះនឹងឈឺមិនខានទេអ្នកនាងលោកលូកំពុងច្រហើភ្លៀងនៅខាងក្រៅតើអ្នកទាំងពីរមានរឿងអ្វីនឹងគ្នាឲ្យគាត់ត្រឡប់ទៅវិញទៅគាត់មិនព្រមទេអ្នកនាងក្នុងចិត្តអ្នកនាងពិតជាឈឺចាប់ណាស់អ្នកមីងគួយពេលនេះខ្ញុំមិនអាចជួបគាត់បានទេខ្ញុំខ្លាចថាបើជួបគាត់ខ្ញុំនឹងនឹកឃើញរឿងរ៉ាវកន្លងមកភាពផ្អែមល្ហែមទាំងនោះសុទ្ធតែជាការកុហកអ្នកប្រុសលោកនៅក្តៅខ្លួនខ្លាំងណាស់ទៅមន្ទីរពេទ្យជាមួយខ្ញុំទៅគាត់មិនបានឲ្យខ្ញុំទៅទេអ្នកស្រីក៏មិនបានឲ្យលោកចូលហាភ្លៀងសាប់នៅទីនេះដែរខ្ញុំបានកុហកគាត់ឈឺចាប់គឺខ្ញុំនេះហើយដែលសមនឹងទទួលបានវាសិនឆាវអ្នកស្រីអ្នកប្រុសត្រូវភ្លៀងពេញមួយយប់គ្រុនក្តៅមិនស្រកទេអ្នកស្រីជួយនិយាយលួងគាត់ផងទៅមន្ទីរពេទ្យអ្នកទៅជាមួយខ្ញុំទេខ្ញុំនៅមានការងាររវល់ការងាររួចអ្នកមកមើលខ្ញុំបានទេចាំមើលសិនកញ្ញាសិនឆាវអ្នកមិនស័ក្តិសមនឹងអាឆឹងទេខ្ញុំអាចជួយសងបំណុលទាំងអស់របស់ត្រកូលសិនហើយក៏អាចផ្ដល់សំណងសម្រុំដល់អ្នកដែរតែមានលក្ខខណ្ឌមួយគឺត្រូវចាក់ចេញពីអាឆិនលោកយល់ថាអាឆិនមានតម្លៃប៉ុន្មានទៅនេះមិនមែនជាការទិញលក់ទេតែអ្វីដែលលោកដល់ឲ្យខ្ញុំវាគឺជាការទិញលក់អ្នកនាងភ្ញាក់ខ្លួនឡើងត្រកូលត្រូវការអ្នកដែលអាចជួយការងារបានជាតិកំណើតអ្នកមិនស័ក្តិសមនឹងតំណែងកូនប្រសារត្រកូលទេចុះបាយវៃស័ក្តិសមមែនទេអាឆិនស្រឡាញ់គាត់មែនទេអារម្មណ៍អាចបង្កើតបានលោកមិនមែនកំពុងជ្រើសរើសប្រពន្ធឲ្យកូនទេតែដូចជាកំពុងជ្រើសរើសកិច្ចសន្យាឲ្យត្រកូលច្រើនជាងអ្នកនាងសិនឆាវនិយាយស្ដីត្រូវចេះគិតគូរផងខ្ញុំចេះគិតគូរហើយវិបត្តិត្រកូលសិនខ្ញុំនឹងដោះស្រាយដោយខ្លួនឯងលុយរបស់លោកខ្ញុំមិនយកទេចំណែកអាឆិនគាត់មិនមែនជាឧបករណ៍សម្រាប់ដោះដូរផលប្រយោជន៍របស់ខ្ញុំទេអ្នកគិតថាបដិសេធខ្ញុំហើយអាចនៅជាមួយអាឆិនបានមែនទេពេលនេះខ្ញុំមិនទាន់ព្រមនៅជាមួយគាត់ទេខ្ញុំខឹងគាត់ព្រោះគាត់កុហកខ្ញុំតែទោះជាយ៉ាងណាក៏មិនមែនសម្រេចចិត្តពេលនេះដែរសិនឆាវប៉ាខ្ញុំនិយាយអ្វីខ្លះជាមួយអ្នកអ្វីដែលគួរនិយាយគឺនិយាយអស់ហើយអ្នកនាងសិនជាមនុស្សឆ្លាតគាត់ដឹងថាគួរជ្រើសរើសយ៉ាងណាអ្នកព្រមតាមគាត់ហើយមែនទេប្រហែលជាការឲ្យគាត់កាត់ចិត្តទាំងស្រុងវាល្អសម្រាប់គាត់ជាងលូឈឿនយើងបញ្ចប់ត្រឹមនេះចុះត្រឹមនឹងចុះអ្នកបានលុយពីប៉ាខ្ញុំហើយអ្នកចង់បានអីខ្ញុំឲ្យអ្នកបានទាំងអស់ចុះមិនវិញអ្នកចង់ឲ្យខ្ញុំបដូរពីការងារប៉ាអ្នកមកធ្វើការឲ្យអ្នកវិញមែនទេលូឈឿនខ្ញុំហត់ណាស់អ្នកមានគ្រួសារលូមានប៉ាយវៃដែលត្រូវទទួលខុសត្រូវខ្ញុំក៏មានរឿងត្រូវដោះស្រាយដែរយើងមិនមែនជាមនុស្សផ្លូវតែមួយទេខ្ញុំដឹងខ្លួនច្បាស់ខ្ញុំមិនដែលគិតរៀបការជាមួយប៉ាយវៃហើយក៏មិនដែលគិតលេងដៃពីអ្នកដែរតែអ្នកធ្លាប់បោកខ្ញុំម្ដងហើយខ្ញុំមិនចង់លេងល្បែងនេះម្ដងទៀតទេអ្នកមិនត្រូវការខ្ញុំទៀតមែនទេអ្នកប្រុសលូកុំហៅខ្ញុំថាប្រពន្ធទៀតអីយើងមិនទាន់បានចុះអេដាស៊ីវិលទេ
សិនឆាវអ្នកទៅទទួលលោកចឹងមែនទេអ្នកមិនបានយកលុយគេទេមែនអត់ទេព្រោះតែខ្ញុំទើបគេមានរឿងជាមួយត្រកូលលូខ្ញុំនិយាយដាច់ខាតបន្តិចប្រហែលជាគេអាចរួចខ្លួនខ្លះអ្នកទាំងពីរនេះម្នាក់ចេះតែធ្វើបាបខ្លួនឯងមែនគេបានសម្រេចចិត្តឲ្យពិធីភ្ជាប់ពាក្យ10ថ្ងៃទៀតអ្នកត្រូវតែទៅចូលរួមអ្នកបង្ខំគេមែនទេខ្ញុំគ្រាន់តែចង់ឲ្យគេមើលឃើញការពិតប៉ុណ្ណោះការពិតគឺអ្នកចេះតែចាត់ទុកមនុស្សជាអុកដូច្នេះអ្នកនៅចាំត្រកូលលូរបស់អ្នកទៅអ្នកប្រុសតើពេលនេះត្រូវធ្វើម៉េចបញ្ចេញដំណឹងថាខ្ញុំបដិសេធបាយវៃទៅពេលនេះលោកប្រធាននឹងខឹងខ្លាំងហើយឲ្យគាត់ខឹងទៅបើគាត់មិនជឿខ្ញុំនឹងឲ្យគ្រប់គ្នាឃើញថាខ្ញុំមិនដែលចង់រៀបការជាមួយអ្នកណាទេសៅចិនជូហ៊ុនណាវាចុះមនុស្សក្នុងចិត្តគាត់ម្នាក់នោះមិនមែនជាលោកស្រីសិនមែនទេក្រុមហ៊ុនសិនមិនពឹងលើអាពាហ៍ពិពាហ៍អ្នកណាដើម្បីជោគជ័យទេធ្វើគម្រោងក្នុងដៃឲ្យល្អប្រសើរជាងមកជារឿងនេះលោកស្រីសិនជំនួយការអ្នកប្រុសលូមកទៀតហើយគេថាអ្នកប្រុសលូកំពុងរងចាំនៅខាងក្រោមប្រាប់ឲ្យគាត់ត្រឡប់ទៅវិញទៅការិយាល័យអ្នកនាងសិនសាមញ្ញជាងខ្ញុំគិតទៅទៀតខ្ញុំគ្រាន់តែឆ្ងល់ហេតុអ្វីបានជាលូឈឿនហ៊ានឆ្លោះជាមួយត្រកូលលូព្រោះតែទីនេះបើអញ្ចឹងអ្នកគួរតែទៅសួរគាត់ទៅអ្នកគួរតែដឹងថាអ្នកមិនស័ក្តិសមនឹងលូឈឿនទេត្រកូលលូត្រូវការអ្នកដែលអាចជួយគាត់បានមិនមែនជាបន្ទុកទេអ្នកនាងប៉ៃបើអ្នកជឿជាក់ខ្លាំងម្ល៉េះហេតុអ្វីត្រូវមកជួបខ្ញុំមនុស្សដែលគេស្រឡាញ់ពិតប្រាកដមិនចាំបាច់មកបង្ហាញខ្លួននៅការិយាល័យអ្នកដទៃទេអ្នកគ្មានកេកខ្មាស់ដែលមកជ្រៀតជ្រែករឿងគេហើយនៅហ៊ាននិយាយទៀតរឿងរវាងខ្ញុំនិងលូឈឿនអ្នកគ្មានសិទ្ធិមកកំណត់ទេគឺលូឈឿនមិនដែលជ្រើសរើសអ្នកទេអ្នកស្ងាត់មកទៅសន្តិសុខឡើងមកនេះសិនឆាវអ្នកនឹងស្ដាយក្រោយអ្នកនាងប៉ៃអ្នកមែនទេដែលត្រូវសិនឆាវលេងលេះនោះគឺខ្ញុំទេដែលលេងគាត់មានអ្វីខុសគ្នាដែរពេលនេះគាត់មិនមែនកំពុងជន់ឈ្លីអ្នកឲ្យងើបមុខមិនរួចទេកញ្ញាប៉ៃបើមកដើម្បីមើលងាយខ្ញុំមិនបាច់ទេណាខ្ញុំមិនមែនមកមើលងាយអ្នកទេខ្ញុំមកផ្ដល់ឱកាសឲ្យអ្នកឱកាសអ្វីខ្ញុំជួយសង្គ្រោះត្រកូលគូអ្នកត្រូវជួយខ្ញុំកំទេចសិនឆាវអ្នកចង់ធ្វើម៉េចគាត់មិនមែនខ្វល់ពីសិនស៊ីខ្លាំងណាស់ទេអីចឹងធ្វើឲ្យគាត់ជាប់ឈ្មោះបោកប្រាស់ទៅឲ្យគ្រប់គ្នាដឹងថាគាត់ធ្វើគ្រប់យ៉ាងដើម្បីតែខ្លួនឯងកញ្ញាប៉ៃមើលតែយើងមានសត្រូវរួមគ្នាហើយសហការដោយរីករាយមើលអ្វីដែលអ្នកបានធ្វើចុះត្រកូលគូនឹងត្រូវអ្នកបំផ្លាញមិនខានប៉ារឿងមិនទាន់ដល់ថ្នាក់នឹងទេត្រកូលប៉ៃនឹងជួយខ្ញុំត្រកូលប៉ៃប៉ៃវៃត្រូវការឲ្យខ្ញុំធ្វើរឿងមួយបើសម្រេចគេនឹងដាក់ទណ្ឌឲ្យត្រកូលគូរឿងអ្វីកំទេចសិនឆាវតែត្រូវធ្វើឲ្យស្ងាត់ណាកុំបារម្ភខ្ញុំនឹងធ្វើឲ្យគាត់លោតចូលទៅដោយខ្លួនឯងអ្នកនាងសិនថ្ងៃនេះយើងជាគ្នាបានរីករាយណាស់បានស្គាល់លោកខៃថ្ងៃនេះខ្ញុំក៏សប្បាយចិត្តដែរឲ្យខ្ញុំជួអ្នកនាងទៅចំណត់ឡានទៅមិនអីទេលោកហ្វាងខ្ញុំទៅខ្លួនឯងបានអ្នកប្រុសសូមទៅជាមួយពួកយើងមួយសិនឆាវអាឡូសិនឆាវនិយាយអីខ្លះមកសិនឆាវលោកលូសិនឆាវមានរឿងហើយឆែកកាមេរ៉ាទាំងអស់នៅចំណតឡានក្រោមដីសិនភីងសៀនភ្លាមបិទផ្លូវចេញក្រៅក្រុងទាំងអស់អ្នកណាហ៊ានប៉ះគាត់ខ្ញុំនឹងឲ្យវាសង់ថ្លៃវិញលោកគូឆឹងជូលោកឈួតហើយនេះវាជាបទល្មើសណាគឺអ្នកទេដែលបង្ខំខ្ញុំកុំនិយាយស្ដីអីអាក្រក់ស្ដាប់ពេកខ្ញុំគ្រាន់តែចង់ឲ្យអ្នកចុះហត្ថលេខាលើកិច្ចសន្យាមួយប៉ុណ្ណោះអ្នកចង់បំផ្លាញក្រុមហ៊ុនសិននេះគឺប៉ៃវៃបង្រៀនអ្នកមែនទេស្ងាត់មកទៅកុំនិយាយច្រើនចុះហត្ថលេខាទៅមិនចុះទេសិនឆាវអ្នកគិតថាអ្នកនៅមានជំរឿទៀតឬគាត់មិនជួយអ្នកទេគាត់គ្រាន់តែប្រើអ្នកជាកាំបិតប៉ុណ្ណោះចុះឬមិនចុះមិនចុះទេលោកគូឆឹងស៊ូលោកចង់ស្លាប់មែនទេចៅលីនខ្ញុំមិនអីទេសុំទោសខ្ញុំមកយឺតហើយលូឆឹងកុំធ្វើអីហួសហេតុពេកឪពុកលោកមិនទទួលស្គាល់សិនឆាវទេលោកហ៊ានបង្កចំនួនជាមួយត្រកូលលូតើលោកនៅសល់អ្វីទៀតដោះស្រាយជាមួយលោកប៉ុណ្ណឹងគ្រប់គ្រាន់ហើយខ្ញុំធ្លាប់ផ្ដល់ឱកាសឲ្យលោកហើយលោកបែរជាលោកចោលអាពាហ៍ពិពាហ៍ជាប្រមាថគាត់ហើយថែមទាំងលួចយកស្នាដៃគាត់ទៀតតែលោកមិនគួរធ្វើបាបគាត់ទេអ្នកប្រុសរកឃើញហើយកិច្ចសន្យាคล้ายៗត្រូវកត់ត្រាទុកជាភស្តុតាងនោះមិនមែនជារបស់ខ្ញុំទេគឺប៉ៃវៃជាអ្នករៀបចំមើលទៅមែនហើយ
រក្សាផ្ស្តាំងទុកហើយហៅប៉ូលីសខ្ញុំនឹងឲ្យគាត់ទទួលខុសត្រូវតាមច្បាប់បានតាមចិត្តអ្នកចុះលោកគិតថាហៅប៉ូលីសមកដោះស្រាយបានមែនទេប៉ៃវៃមិនព្រមទទួលស្គាល់ទេហើយត្រកូលគូនឹងជួយធានាខ្ញុំចេញលោកគូលោកប្រហែលជាមិនទាន់ដឹងទេផ្ស្តាំងនៃឯកសារคล้ายៗនឹងការផ្ទេរប្រាក់ខុសច្បាប់របស់ត្រកូលគូត្រូវបានបញ្ជូនទៅអាជ្ញាធរហើយលោកលូខ្ញុំខុសហើយគឺប៉ៃវៃទាំងអស់សុទ្ធតែជាស្នាដៃគាត់សិនឆាវលោកជួយអង្គវកេឲ្យខ្ញុំផងចាប់តាំងពីអ្នកធ្វើឲ្យគ្រួសារខ្ញុំអាម៉ាស់ក្នុងពិធីភ្ជាប់ពាក្យមកយើងលែងមានទំនាក់ទំនងអ្វីនឹងគ្នាទៀតហើយឃុំខ្លួនខុសច្បាប់ក្លែងបន្លំកិច្ចសន្យាពាណិជ្ជកម្មនិងការចាប់ប្រកាន់ដោយចេតនាភស្តាំងទាំងអស់នៅទីនេះលោកលូបៃវៃក៏មានចំណែកដែរលោកមិនអាចចាប់តែខ្ញុំម្នាក់បានទេគាត់រត់មិនរួចទេអរគុណសម្រាប់យប់នេះប៉ុន្តែវាមិនមែនមានន័យថាខ្ញុំអត់ទោសឲ្យអ្នកទេខ្ញុំគ្រាន់តែបែងចែកដាច់រវាងការជួយនិងការបោកប្រាស់ខ្ញុំដឹងខ្ញុំនឹងរងចាំឲ្យអ្នកបែងចែកឲ្យច្បាស់សិនចាំកាត់ទោសខ្ញុំលោកលូខ្ញុំសារភាពអស់ហើយពាក្យទាំងនេះទុកទៅនិយាយជាមួយប៉ូលីសទៅអ្នកប្រុសខាងបៃវៃចាប់ផ្ដើមលុបដានហើយទុកឲ្យគាត់លុបទៅកាន់តែលុបស្អាតកាន់តែបង្ហាញថាគាត់មានពិរុទ្ធគាត់ហ៊ានលូកដៃដល់កម្រិតណាគាត់ត្រូវតែដឹងពីផលវិបាកយប់នេះខ្ញុំដេកបន្ទប់ភ្ញៀវបានលូឈឿនយប់នេះអ្នកមិនបាច់សម្ដែងជាអាឈឿនទៀតទេខ្ញុំដឹងហើយតែអាឈឿនស្រឡាញ់អ្នកគឺជារឿងពិតអ្នកនៅទីនេះរហូតហេតុអ្វីមិនដេកបារម្ភពីអ្នកគ្រូពេទ្យថាអ្នកអាចនឹងយល់សប្តិអាក្រក់អ្នកមិនបាច់ធ្វើបែបនេះទេត្រូវតែធ្វើអ្នកដោះស្រាយក្រុមគូឈឹងហើយមែនទេភស្តុតាងខុសច្បាប់របស់គូស៊ឺត្រូវបានដាក់ជូនហើយត្រកូលគូជួយលេងបានហើយចំណែកប៉ៃវៃវិញជូលីនរកបានភស្តុតាងខ្លះហើយតែត្រូវការពេលទៀតអរគុណគុំនិយាយអរគុណជាមួយខ្ញុំអ្នកប្រុសឲ្យអ្នកក៏មិនទាន់គេងដែរឬទៅសម្រាប់សិនទៅចាំអ្នកស្រីភ្ញាក់ខ្ញុំនឹងហៅអ្នកកុំហៅគាត់ថាអ្នកស្រីអីគាត់មិនសប្បាយចិត្តទេសិនឆាវខ្ញុំត្រូវត្រឡប់ទៅវិញហើយខ្ញុំឲ្យចៅលីងជូនអ្នកទៅមិនបាច់ទេខ្ញុំឲ្យឡានខ្លួនឯងខ្ញុំមិនចង់រស់នៅតាមការរៀបចំរបស់អ្នកទៀតទេបានបើអញ្ចឹងខ្ញុំនៅឆ្ងាយបន្តិចចុះនឹងបង្ហាញខ្លួនតែពេលមានគ្រោះថ្នាក់ប៉ុណ្ណោះកាលពីយប់មិញពាក្យដែលគូឈឹងជូនិយាយនោះអ្នកកុំជឿឲ្យសោះពាក្យអ្វីខ្លះគាត់ថាអ្នកពឹងផ្អែកលើខ្ញុំថាបើគ្មានខ្ញុំអ្នកមិនមែនជាអ្វីទាំងអស់សិនឆាវសិនស៊ឺអាចមកដល់ថ្ងៃនេះបានគឺដោយសារអ្នកជាអ្នកត្រត្រង់វាត្រកូលតាំងនិងត្រកូលឈឹងព្រមសហការព្រោះអ្នកមានសមត្ថភាពខ្ញុំគ្រាន់តែជួយបោសសម្អាតឧបសគ្គឲ្យអ្នកបើអ្នកខ្លួនឯងមិនអាចឈរបានគឺគ្មាននរណាជួយបានទេខ្ញុំមិនដែលគិតថាអ្នកជាមនុស្សដែលត្រូវពឹងផ្អែកលើខ្ញុំឡើយខ្ញុំដឹងហើយមានរឿងអីលោកខ្ញុំបានសារភាពរឿងប៉ៃវៃមីហើយអ្នកធ្លាប់សន្យាថានឹងលេងគ្រួសារគូខ្ញុំមិនបានសន្យាទេក្រុមហ៊ុនគូប្រើសម្ភារៈคล้ายៗក្នុងគម្រោងបង្កគ្រោះថ្នាក់ឪពុកអ្នកត្រូវគេស៊ើបអង្កេតហើយអ្នកចង់ឲ្យគ្រួសារគូវិនិច្ឆ័យមែនទេនេះជាអ្វីដែលអ្នកធ្វើខ្លួនឯងត្រូវតែទទួលខុសត្រូវលោកខ្ញុំនឹងសុំទោសជាសាធារណៈខ្ញុំនឹងលុតជង្គង់សុំទោសសិនឆាវដល់ពេលនេះហើយអ្នកនៅតែគិតថាអ្វីអាចដោះស្រាយដោយលុយបានសិនឆាវមិនត្រូវការសុំទោសរបស់អ្នកដើម្បីបញ្ជាក់ថាគាត់ឈ្នះទេអ្នកគ្រាន់តែត្រូវទទួលខុសត្រូវចំពោះទង្វើខ្លួនឯងសិនឆាវអ្នកមីងសុំអង្វរឃើញដល់មេត្រីភាពពីមុនជួយនិយាយរកខុសត្រូវឲ្យគ្រួសារតកូគូផងលោកស្រីគូកាលពីពិធីភ្ជាប់ពាក្យអ្នកនិយាយថាផ្ទះខ្ញុំជាទីជ្រៅគ្មានបាតឥឡូវគ្រួសារអ្នកជួបបញ្ហាហេតុអ្វីគិតថាខ្ញុំត្រូវជួយរឿងគ្រួសារអ្នកទុកឲ្យច្បាប់ដោះស្រាយទៅលោកសិនក្រុមហ៊ុនគូដួលរំហើយដៃគូសហការខ្លះចង់មកខាងយើងតើទទួលទេលោកបានបញ្ជាឲ្យគម្រោងដែលនៅសល់ពីក្រុមហ៊ុនគូគឺមិនត្រូវប៉ះពាល់ដាច់ខាតបានខ្ញុំរកឃើញតម្រុយរបស់ប៉ៃវៃហើយលុយដែលលោកគូឈឹងជូទទួលបានត្រូវបានផ្ទេរឆ្លងកាត់កនី3ជាន់រហូតទៅដល់ក្រុមហ៊ុនខ្មោចមួយដែលពាក់ព័ន្ធនឹងសាច់ញាតិតកូប៉ៃតើអាចយកធ្វើជាភស្តុតាងបានទេប៉ុណ្ណឹងនៅមិនទាន់គ្រប់គ្រាន់ទេគាត់ចេះលាក់បាំងខ្លាំងណាស់សិនឈៀងអ្នកនៅតែខឹងលូឈិនមែនទេខឹងបើអញ្ចឹងចុះហេតុអ្វីអ្នកនៅបារម្ភរឿងគាត់ស៊ើបអង្កេតអ្នកនៅតែមិនអាចកាត់ចិត្តពីគាត់បាន
มันអាចកាត់ចិត្តបានមិនមែនមានន័យថាអាចអត់ទោសឲ្យភ្លាមនោះទេរឿងត្រកូលគូត្រូវបានដោះស្រាយតាមនីតិវិធីហើយមិនប៉ះពាល់ដល់ការស៊ើបអង្កេតទេសម្រាប់ទៅលូឆិនតើខ្ញុំគួរធ្វើម៉េចជាមួយអ្នកទៅពិធីមង្គលការត្រកូលលូនឹងប្រារព្ធឡើងយ៉ាងអធិកអធមនៅថ្ងៃសៅរ៍នេះលោកស្រីសិនរសៀលនេះមានការត្រួតពិនិត្យទំនិញនៅកំពង់ផែតើលោកស្រីត្រូវទៅដោយផ្ទាល់ដែរឬទេទៅគម្រោងរួមគ្នារវាងត្រកូលហ្វាំងនិងត្រកូលឈឹងគឺសំខាន់ណាស់សម្រាប់ទំនិញជើងទី1តែព័ត៌មានខាងក្រៅថ្ងៃនេះព័ត៌មានមិនប៉ះពាល់ដល់ការងារទេសិនឆាវអ្នកបានឃើញព័ត៌មានហើយឬនៅគុំជឿអីលូឆឹងមិនទៅរៀបការជាមួយប៉ៃវៃទេតើអ្នកចង់ទៅរៀបពិធីមង្គលការទេមិនទៅទេរសៀលនេះខ្ញុំត្រូវទៅត្រួតពិនិត្យទំនិញនៅកំពង់ផែសង្សារអ្នកគេនឹងដណ្ដើមយកទៅបាត់ហើយនៅមានចិត្តគិតរឿងត្រួតពិនិត្យទំនិញទៀតថាងបើគាត់ពិតជាចង់រៀបការជាមួយអ្នកដទៃខ្ញុំទៅក៏គ្មានប្រយោជន៍ដែរបើគាត់មិនចង់រៀបការទោះខ្ញុំមិនទៅគាត់ក៏មិនទៅដែរអ្វីដែលខ្ញុំអាចធ្វើបានពេលនេះគឺបំពេញការងាររបស់ខ្ញុំឲ្យបានល្អថ្ងៃសៅរ៍នេះអ្នកត្រូវតែមកចូលរួមខ្ញុំនឹងប្រាប់គ្រប់គ្នាឲ្យច្បាស់ថាខ្ញុំមិនដែលទទួលស្គាល់អាពាហ៍ពិពាហ៍ជាមួយបៃវៃទេអញហ៊ានបង្កចំនួនក្នុងពិធីមង្គលការមែនទេលិខិតអញ្ជើញគឺលោកជាអ្នកផ្ញើហើយលោកក៏ជាអ្នករៀបចំដែរបើលោកចង់ឲ្យគ្រប់គ្នាឃើញខ្ញុំនឹងឲ្យពួកគេឃើញឲ្យអស់លូឈឿនអញចង់ជន់ឈ្លីមុខមាត់គ្រួសារយើងទាំងពីរឲ្យអស់មែនទេបៃវៃចាប់តាំងពីពេលដែលនាងប៉ះពាល់សិនឆាវនាងគួរតែដឹងថាខ្លួនឯងគ្មានមុខមាត់អ្វីត្រូវនិយាយទៀតទេអញគ្មានភស្តុតាងទេឆាប់នេះនឹងមានហើយលូឈឿនចង់ធ្វើឲ្យខ្ញុំអាម៉ាស់មុខនៅចំពោះមុខអ្នកគ្រប់គ្នាអ្នកនាងខាងផ្លូវនោះហាក់ដូចជារកឃើញក្រុមហ៊ុនខ្មោចហើយអញ្ចឹងកុំឲ្យគេមានឱកាសស៊ើបអង្កេតឲ្យសោះក្រុមរបស់លូឈឿននៅមានមនុស្សខ្លះមិនទាន់ត្រូវចាប់ខ្លួនឲ្យពួកគេទៅតំបន់ឃ្លាំងនៅកំពង់ផែរួចបង្កគ្រោះថ្នាក់ឲ្យសិនឆាវបន្តិចទៅអ្នកនាងធ្វើបែបនេះគ្រោះថ្នាក់ណាស់អ្វីដែលខ្ញុំមិនអាចទទួលបានសិនឆាវក៏កុំសង្ឃឹមថានឹងបានវាដោយសុខស្រួលដែរសូមគោរពភ្ញៀវកិត្តិយសទាំងអស់គ្នាសូមស្វាគមន៍មកកាន់ពិធីមង្គលការរបស់លោកលូឈឿននិងអ្នកនាងប៉ៃវៃលោកលូតើលោកមានអ្វីចង់និយាយទៅកាន់ភ្ញៀវដែរឬទេថ្ងៃនេះខ្ញុំពិតជាមានរឿងចង់និយាយមែនខ្ញុំមិនដែលទទួលស្គាល់កិច្ចសន្យាអាពាហ៍ពិពាហ៍ជាមួយអ្នកនាងប៉ៃវៃទេហើយក៏មិនដែលយល់ព្រមរៀបការថ្ងៃនេះដែរលូឈឿនអ្នកនាងប៉ៃខ្ញុំធ្លាប់ប្រាប់ហើយថាខ្ញុំមិនរៀបការជាមួយអ្នកនាងទេអញឈប់ធ្វើរឿងឈួតទៅលោកយកអាពាហ៍ពិពាហ៍ខ្ញុំទៅធ្វើជំនួញឥឡូវខ្ញុំប្រកាសនៅទីនេះដើម្បីឲ្យភ្ញៀវទាំងអស់បានដឹងអញចង់ទៅណាមនុស្សដែលខ្ញុំចង់រៀបការជាមួយមានតែម្នាក់គត់តាំងពីដើមមកអ្នកទទួលខុសត្រូវផ្នែកសម្ភារៈសំណង់ផ្ទះសម្បែងត្រកូលសិនគឺសិនឆាវខ្ញុំនឹងសិនឆាវបែកគ្នាព្រោះការយល់ច្រឡំតែខ្ញុំនឹងតាមយកគាត់មកវិញចាប់ពីថ្ងៃនេះទៅបើអ្នកណាមកអះអាងថាជាគូដណ្ដឹងខ្ញុំទៀតគឺសុទ្ធតែជាការកុហកអ្នកប្រុសអ្នកនាងសិនមានរឿងហើយកាមេរ៉ាសុវត្ថិភាពនៅឃ្លាំងកំពង់ផែដាច់អស់3នាទីខាមនុស្សយើងឃើញថាអ្នកនាងសិនត្រូវបានគេនាំចូលឃ្លាំងលេខ3គឺមនុស្សរបស់ប៉ៃវៃខ្ញុំមិនដឹងថាអ្នកកំពុងនិយាយពីអ្វីទេល្អបំផុតគឺកុំឲ្យគាត់មានរឿងអ្វីលូឈឿនបើថ្ងៃនេះអញហ៊ានដើរចេញពីទ្វារនេះត្រកូលលូមិនសំខាន់ជាងគេទេលេខកូដខុសហើយក្នុងកិច្ចសន្យាគឺ3តែក្នុងវិកគេបាត់គឺ5នាំខ្ញុំទៅមើលទំនិញជាក់ស្ដែងទៅនៅឃ្លាំងលេខ3អ្នកនាងលីខាងកណេឲ្យត្រូវការឲ្យអ្នកនាងផ្ទៀងផ្ទាត់ព័ត៌មានទូទាត់ប្រាក់អ្នកទៅមុនទៅខ្ញុំមើលទំនិញរួចនឹងត្រឡប់មកវិញបើកទ្វារកុំខំប្រឹងឥតប្រយោជន៍អីអ្នកមិនមែនមានចិត្តរឹងមាំណាស់ឬចុះថ្ងៃនេះសាក់ពឹងខ្លួនឯងដើរចេញទៅមើលបៃវៃវីគឺអ្នកដែលដណ្ដើមលូឈឿនទៅបើមិនមែនព្រោះអ្នកតើគេអាចបដិសេធការរៀបការជាសាធារណៈបានយ៉ាងម៉េចអ្នកប្រុសឃ្លាំងលេខ3ឆេះហើយមនុស្សរបស់យើងកំពុងតែបំបែកទ្វារចូលលឿនឡើង
អ្នកប្រុសភ្លើងចេះខ្លាំងណាស់ក្រុមពលរដ្ឋអគ្គិភ័យនឹងមកដល់ភ្លាមនេះហើយគាត់នៅខាងក្នុងលូឆឹងខ្ញុំនៅទីនេះអ្នកចេញទៅខាងក្រៅសិនទៅភ្លើងឆេះខ្លាំងណាស់អ្នកប្រញាប់ទៅចុះទៅទាំងអស់គ្នាកុំដួលឲ្យសោះអ្នកមានបញ្ជាលើកនេះស្ដាប់ខ្ញុំបានទេលូឆឹងខ្ញុំមិនអីទេចេញទៅលូឆឹងអ្នកដឹងខ្លួនឡើងអ្នកមានរបួសត្រង់ណាដែរឬទេកុំយំអីអ្នកកុហកលើកណាក៏អ្នកកុហកខ្ញុំដែរលើកនេះខ្ញុំមិនកុហកទេប្រញាប់បញ្ជូនទៅព្យាបាលភ្លាមសួស្ដីហេតុអ្វីបានជាអ្នកចូលមកទីនេះព្រោះមនុស្សដែលនៅខាងក្នុងគឺអ្នកខ្ញុំខឹងខ្លាំងណាស់ខ្ញុំខឹងដែលអ្នកបោកខ្ញុំខឹងដែលអ្នកធ្វើឲ្យខ្ញុំដូចជាមនុស្សល្ងងតែខ្ញុំក៏ខ្លាចដែរមិញឃើញអ្នកដួលខ្ញុំខ្លាចមែនទែនខ្ញុំខ្លាចអ្នកមិនភ្ញាក់មកវិញខ្លាចថាខ្ញុំមិនទាន់បានជាអ្នកផងអ្នកក៏បាត់ខ្លួនបើអញ្ចឹងចាំខ្ញុំភ្ញាក់មកអ្នកជិះចុះគុំទៅណាបានខ្ញុំមិនទៅណាទេមិនអីទេវានឹងមិនអីទេត្រូវតែមិនអីទេអ្នកពិតជាសំណាងមែនតែចុះលូឈឿនទៅណាហើយគាត់កំពុងសង្គ្រោះបន្ទាន់បើមិនមែនព្រោះតែអ្នកគាត់ក៏មិនរបួសបែបនេះដែរអ្នកមិនខ្មាស់គេទៅអ្នកទេដែលរៀបចំមនុស្សឲ្យទៅចុះភូស្តាំងណេណាឲ្យតែសិនឆាវមានរឿងលូឈឿននឹងបាត់បង់ស្មារតីនេះជារឿងคล้ายៗលោកពូលូខ្ញុំមិនបានគិតធ្វើបាបលូឈឿនទេគឺពួកគេធ្វើការខុសឆ្គងបាយវៃអ្នកស្ទើរតែធ្វើឲ្យកូនប្រុសខ្ញុំស្លាប់ទៅហើយលោកពូលូខ្ញុំគ្រាន់តែស្រឡាញ់គាត់ខ្លាំងពេកការស្រឡាញ់មិនមែនជាហេតុផលធ្វើបាបអ្នកដទៃទេគឺអ្នកទាំងអស់បើមិនមែនព្រោះអ្នកមួយដៃនេះគឺសម្រាប់ខ្លួនខ្ញុំមួយដៃនេះគឺសម្រាប់លូឈឿនសិនឆាវហៅប៉ូលីសមកការសហការទាំងអស់រវាងត្រកូលលូនិងត្រកូលបៃត្រូវផ្អាកទាំងអស់លោកពូលូកុំហៅខ្ញុំទៀតត្រកូលលូមិនយកមនុស្សចិត្តអាក្រក់មកធ្វើជាកូនប្រសាទេរឿងថ្ងៃនេះគឺខាងត្រកូលលូជំពាក់អ្នកហើយមិនមែនត្រកូលលូជំពាក់ខ្ញុំទេគឺបាយវៃខុសច្បាប់លោកលូបើមិនមែនលោកបង្ខំលូឈឹងលៀនយិនទេបាយវៃក៏គ្មានឱកាសយកឈ្មោះត្រកូលលូទៅធ្វើបាបគេដែរលោកជាឪពុកគាត់តែលោកមិនដែលសួរគាត់ទេថាគាត់ចង់បានអ្វីពិតប្រាកដអ្នកនិយាយត្រូវហើយសំណាងហើយដែលមិនប៉ះចំកន្លែងសំខាន់ភ្ញាក់មកត្រូវសម្រាប់ព្យាបាលឲ្យបានល្អអ្នកភ្ញាក់ហើយតើអ្នកមានរបួសត្រង់ណាទេអត់ទេដៃឈឺទេអត់ឈឺទេកុហកខ្ញុំគ្រាន់តែនឹកឃើញថាពីមុនអ្នកក៏និយាយបែបនេះដែរសិនឆាវសុំទោសខ្ញុំកុហកអ្នកគឺជារឿងពិតខ្ញុំខ្លាចអ្នកដឹងថាខ្ញុំជាត្រកូលលូហើយគិតថាខ្ញុំចូលចិត្តអ្នកព្រោះមានបំណងអ្វីផ្សេងខ្លាចអ្នកដឹងថាខ្ញុំនៅដឹងខ្លួនហើយដេញខ្ញុំចេញចុះ7ឆ្នាំមុនវិញ7ឆ្នាំមុននៅកំពង់ផែយប់ភ្លៀងខ្ញុំធ្លាប់ជួយក្មេងប្រុសម្នាក់គាត់របួសធ្ងន់ណាស់ក៏ហុចវត្ថុអនុស្សាវរីយ៍ឲ្យខ្ញុំតែក្រោយមកវឹកវរពេកខ្ញុំក៏មិនបានយកទៅផ្ទុយទៅវិញបែរជាបាត់ខ្សៀប្រាក់មួយកាលពីម្សិលមិញពេលខ្ញុំរៀបចំរបស់របរចាស់ទើបខ្ញុំនឹកឃើញកាលនោះអ្នកចាក់ចេញប្រញាប់ពេកក៏ជ្រុះប៊ូតុងប្រាក់នេះខ្ញុំតាមរកអ្នកអស់7ឆ្នាំខ្ញុំក៏បានលូកដៃរកអ្នកដែរដូច្នេះហើយដែលអ្នកចេញមុខមកមិនមែនដោយសារតែនឹកឃើញភ្លាមនោះទេមិនមែនទេខ្ញុំរងចាំអ្នកអស់7ឆ្នាំចុះហេតុអ្វីបានជាអ្នកមិនប្រាប់ឲ្យលឿនជាងនេះខ្ញុំចង់ប្រាប់ច្រើនដងណាស់ប៉ុន្តែរាល់ពេលដែលឃើញអ្នកមើលថែអាឈឿនយ៉ាងយកចិត្តទុកដាក់ខ្ញុំកាន់តែមិនហ៊ាននិយាយខ្ញុំខ្លាចថាបើនិយាយចេញទៅសូម្បីតែសិទ្ធនៅក្បែរអ្នកក៏ខ្ញុំគ្មានដែរលូឈឿនខ្ញុំមិនអាចនិយាយថាខ្ញុំលែងខ្វល់ខ្វាយទាំងស្រុងនោះទេប៉ុន្តែខ្ញុំក៏មិនអាចបដិសេធបានដែរថាក្នុងថ្ងៃទាំងនោះអ្នកបានផ្ដល់កម្លាំងចិត្តឲ្យខ្ញុំច្រើនណាស់
នឹងមិនមានទៀតទេបើអញ្ចឹងខ្ញុំនឹងផ្ដល់ឱកាសឲ្យអ្នកម្ដងទៀតប៉ុន្តែគ្រាន់តែជាឱកាសប៉ុណ្ណោះមិនមែនជាការអភ័យទោសភ្លាមទេប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយបានហើយល្អណាស់សំណាងធំហើយអ្នកប្រុសប៉ៃវៃត្រូវបានស៊ើបអង្កេតជាផ្លូវការហើយខ្ញុំនឹងយកភស្តុតាងបន្តបន្ទាប់មកជូនអ្នកមើលបានហើយការយល់ច្រឡំត្រូវបានដោះស្រាយហើយស្បៀងក៏មានដែរខ្ញុំផ្អែមល្មមហើយអ្នកចង់បានអ្វីទៅចុះឈ្មោះរៀបការខ្ញុំរងចាំថ្ងៃនេះដល់ទៅ7ឆ្នាំនេះជាទ្រព្យសម្បត្តិផ្ទាល់ខ្លួនទាំងអស់របស់ខ្ញុំធ្លាប់សន្យាថានឹងមិនលាក់បាំងអ្នកទៀតទេអ្នកស្រីសៅគម្រោងរួមគ្នារវាងត្រកូលហ្វាងនិងត្រកូលឈឹងត្រូវបានអនុម័តហើយលុយវគ្គទី1ក៏ចូលកាន់នេះដែរសូមអបអរសាទរលោកសិនចុះលោកលូអាចដាក់ពាក្យសុំចូលធ្វើការពេញសិទ្ធិបាននៅកាលពី7ឆ្នាំមុនអ្នកបានជួយជីវិតខ្ញុំ7ឆ្នាំក្រោយមកអ្នកក៏បានទាញខ្ញុំចេញពីការកុហកទាំងនោះខ្ញុំមិនសុំឲ្យអ្នកបំភ្លេចរឿងទាំងនោះទេតែសុំឲ្យខ្ញុំមានពេលមួយជីវិតដើម្បីកែប្រែវាតើអ្នកព្រមរៀបការជាមួយខ្ញុំទេមិនមែនដើម្បីសងសឹកឬដើម្បីមុខមាត់ទេគឺព្រោះតែអ្នកព្រមលោកលូឈឿនខ្ញុំព្រមបានការហើយខ្ញុំធ្វើជាអ្នកកំដរគោលការណ៍អ្នកទាំងពីរចិត្តគ្នាជាងនេះបន្តិចមកចិត្តពេកហើយខ្ញុំផ្ញើទៅហើយអ្នកអាចស្ដាប់បាន